ពីព្រោះថាខ្លួនគឺជាសបករូបរាងកាយមួយដូចឡានហើយចិត្តវិញ្ញាណបេះដូងដែលបញ្ជារាល់ថ្ងៃនេះវិញ្ញាណខាងក្នុងនេះប្រៀបដូចតកង់ឡានបញ្ជាឲ្យដៃសាពះវាសាពះបញ្ជាឲ្យដៃគោរពវាគោរពបញ្ជាឲ្យមាត់ជេរវាជេរបញ្ជាឲ្យមាត់នឹងសូត្រធម៌វាសូត្រធម៌ដូចតកង់ឡានបញ្ជាឲ្យបត់ឆ្វេងឲ្យបត់ស្ដាំវាបត់អញ្ចឹងបើមិនថែរក្សាកាយនេះឲ្យបានល្អទេអកុសលដូចពពួកខ្មោចពពួកព្រាយពពួកបិសាចវាមកចូលហើយដល់វាមកចូលវាបញ្ជារូបរាងកាយហ្នឹងទៅតាមបំណងវាឧបមាthôiដូចពួកអបិសាចមួយចំនួនចូលមកទៅគេហៅថាវាកាចណាញោមដូចអាទឹកបដូរនិស័យហ្នឹងចូលមកទៅវាកាចទាញកបិតទាញបថៅកាប់ម៉ែកាប់ឪកាប់បងកាប់អូនជេរបចោមិនស្គាល់ប្រសងមិនស្គាល់អាចារ្យមិនស្គាល់តាមិនស្គាល់យាយចេះជួនកាលអបិសាចខាងលោភខាងលុនចូលមកទៅវាទៅហ៊ានទៅលួចទៅកេងទៅកាប់ឆក់បោះគេជួនកាលពួកអបិសាចប្រែតដែលវាខ្វះវាចូលមកទៅធ្វើឲ្យយើងមិនចេះគ្រប់សោះទៅឯណាឃើញបេះបោចឯណងឃើញលួចឯណងម្លោះហើយត្រូវតែការពាររបងការពារកុំឲ្យបិសាចចូលមកឃុំក្រងបិសាចខ្មោចព្រាយនឹងគឺអីគឺពួកអកុសលផ្សេងកុំឲ្យវាមកដឹកនាំយករូបដ៏ល្អរបស់យើងទៅប្រព្រឹត្តខុសណាញោមណារូបយើងនេះបើល្អគេគោរពណាស់ហើយប្រយ័ត្នតែពួកបិសាចនឹងវាដឹកនាំទៅបានវានាំរូបយើងទៅកន្លែងអាក្រក់គេថតប្រហោះនៅកន្លែងស្នងការរៀបដាក់ទៅក្នុងពន្ធនាគារបង្ហោះបង្ហើដែរប៉ុន្តែចូលផ្លូវអាក្រក់បាត់យករូបឯងទៅបង្ហោះខាងអាក្រក់បាត់ហើយបើសិនជាយើងធ្វើល្អរូបគេបង្ហោះខាងល្អអញ្ចឹងការថែរក្សាកាយវាចាចិត្តនេះសំខាន់ណាស់អ្នកធនអ្នកអាអ្នកភិក្ខុសង្ឃអីទាំងអស់ប្រគុណឲ្យចុះពុទ្ធអនុញ្ញាតវិន័យនឹងសម្រាប់ភិក្ខុសង្ឃមានវិន័យមានច្បាប់ទម្លាប់ហើយចុះអនុញ្ញាតវិន័យដល់យាយដល់តាពុទ្ធបរិស័ទដែរអានឹងវាមានសេចក្តីបញ្យល់ថាម៉េចអ្វីទៅជាវិន័យរបស់សង្ឃហើយអ្វីទៅជាវិន័យរបស់ញោមញាតិពុទ្ធបរិស័ទមកសូមជួយប្រាប់វន្ទេបពិតព្រះអរិយកាសពជាអង្គម្ចាស់ដ៏ចម្រើនមើលទៅអាត្មាមិនដឹងដល់ទឹកទីប្រមាណទេញោមមហាកាសបៈរៀងសកត់យកហើយញោមថាធ្លាប់ឃើញញោមនេះព្រះវិជាកោវត្តសានភិរេតហើយញោមខ្លះធ្លាប់តែឃើញតាម Facebook តាម YouTube ឃើញតាមទូរស័ព្ទអ៊ីនធឺណិតអីចឹងទៅដល់ពេលឥឡូវហ្នឹងឃើញទាំងរស់ហើយញោមគង់នៅក្រែកដាលហ្នឹងប្រភពប្រំប្រៃស្រស់ល្អណាស់ញោមខ្លះតែឃើញក្នុងទូរស័ព្ទឬរៀងចំណាស់ដល់មើលប្រភពចំឃើញផ្ទាល់អញ្ចឹងក្មេងមែនតាប៉ុន្តែក្មេងហ្នឹងក៏មើលពីលើយោមរៀង7ម្រេចខ្លះហើយបពិតព្រះអរិយកាសពជាអង្គម្ចាស់ដ៏ចម្រើនគម្ពីរព្រះវិន័យនេះពពុទ្ធលោកចែកជា2ដោយសង្ខេបបែបខ្លីទី1ហៅថាអនាគារយវិន័យគឺជាវិន័យសម្រាប់អ្នកបួសគឺបព្វជិតដូចជាលោកគ្រូជាម្ចាស់ចម្រើនបជនថ្ងៃនេះព្រះសង្ឃគ្រប់ព្រះអង្គគង់កំឡុងវត្តមានក្នុងទីនេះត្រូវគោរពបដិបត្តិនៅអនាគារយវិន័យជាវិន័យសម្រាប់អ្នកបួសចឹងវិន័យសម្រាប់អ្នកបួសនឹងមានមួយផ្នែកទៅភិក្ខុមានចតុបរិសុទ្ធិសិលមានសិល4មានបាតិមោកសង្វរៈសិលការសង្រួមនៅក្នុងសិក្ខាបទបាតិមោក227សិក្ខាបទអន្ត្រីយសង្វរៈសិលការសង្រួមនៅក្នុងអន្ត្រីទាំង6អាជីវៈបរិសុទ្ធិសិលការសង្រួមនៅក្នុងការចិញ្ចឹមជីវិតប្រព្រឹត្តទៅរាល់ថ្ងៃរបស់ភិក្ខុសង្ឃបច្ច័យសន្និសិតសិលគឺការប្រព្រឹត្តទៅក្នុងការប្រើប្រាស់នៅបច្ច័យទាំងឡាយ4ដែលពុទ្ធបរិស័ទបានបូជានេះមានសិក្ខាបទឬក៏សិលទាំងឡាយ4របស់ភិក្ខុហើយសាមណេរដែលបួសនឹងឯងក៏មានផ្ទះស័ក្តិសិលហៅទៅសិល10អីចឹងទៅនេះជាវិន័យសង្ខេបសម្រាប់អ្នកបួសមួយផ្នែកទៀតព្រះពុទ្ធលោកសម្ដែងពីវិន័យរបស់ក្រហមឧបាសកឧបាសិកាហៅថាអនាគារយៈហៅថាអគារយៈវិន័យជាវិន័យរបស់ពុទ្ធបរិស័ទអ្នកគ្រប់គ្រងផ្ទះអញ្ចឹងវិន័យដែលញាតិញោមត្រូវគោរពបដិបត្តិនោះអត់មានអីច្រើនទេញោមគ្រាន់តែញោមនឹងបានសមាទាននៅសិល
មាននិច្ចសិលឬក៏បញ្ញសិលសិល5ហ្នឹងក៏យោងឈ្មោះតែមានវិន័យញោមខ្លះញោមតែមានសទ្ធាជ្រះថ្លាខ្ពង់ខ្ពស់ក៏រក្សារហូតដល់ឧបោសថសិលសិល8ឬក៏ញោមខ្លះទៀតមានចិត្តសទ្ធាត្រេកអរក្នុងពុទ្ធសាសនាខ្លាំងក៏គោរពបដិបត្តិសមាទាននៅផ្ទះសសិលឬក៏ហៅតែសិលបោកចឹងទៅឬក៏ហៅតែសីលវ័នសីលវតីជាអ្នកបរិបូរដោយសិលជាបុគ្គលដែលប្រកបដោយសិលចឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងប៉ុន្តែញាតិញោមដែលជាកុហកត្រូវគោរពនៅអគារយវិន័យជាវិន័យសម្រាប់អ្នកគ្រប់គ្រងផ្ទះមានគ្រួសារមានប្តីមានប្រពន្ធមានកូនត្រូវប្រកបមុខរបរធ្វើស្រែចម្ការការងារកាប់ជីជោគចាំងដាំពូជដាំដំណាំធ្វើចម្ការអីសពគ្រប់បែបយ៉ាងហ្នឹងត្រឹមតែរក្សាសិល5ហ្នឹងក៏ញោមទាំងអស់គ្នាជាពុទ្ធបរិស័ទជាកុហកនឹងឈ្មោះតែញោមហ្នឹងគោរពបដិបត្តិនៅវិន័យដែរអញ្ចឹងមានតែសិល5ហ្នឹងទៅញាតិញោមពុទ្ធបរិស័ទហើយរស់នៅប្រកបដោយសេចក្តីសុខហើយកាលណាមានសិល5នេះមិនទៅបៀតបៀនអាយុជីវិតអ្នកដទៃប៉ះពាល់បៀតបៀនជីវិតអ្នកដទៃមនុស្សប្រកបជាបានសុខរស់នៅមិនទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃរស់នៅក្នុងស្រុកក្នុងភូមិប្រកបជារស់នៅបានសេចក្តីសុខរស់នៅក្នុងស្រុកក្នុងនិគមបរិយរដ្ឋរាជធានីឬក៏ក្នុងប្រទេសឃុំសង្កាត់ភូមិជាដើមរស់នៅដែលមិនទៅប៉ះពាល់ប្តីប្រពន្ធកូនអ្នកដទៃមនុស្សប្រកបជារស់នៅបាននៅសេចក្តីសុខហើយរស់នៅដោយមិនការភូតកុហកឆោបោកអ្នកដទៃប្រកបជាបានសេចក្តីសុខរស់នៅដោយមិនមានការខ្សែគ្រឿងសវឹងច្រើនឬក៏ខ្សែគ្រឿងញៀនជាដើមហ្នឹងប្រកបជារស់នៅក្នុងស្រុកក្នុងជនបទឬក៏ទីកន្លែងណាហ្នឹងប្រកបជាបាននៅសេចក្តីសុខអានេះសិល5ហ្នឹងញោមជាវិន័យបើសិនជាយើងជាកុហកមានការគោរពបដិបត្តិនៅអង្គសិក្ខាបទឬក៏និច្ចសិលនឹងគ្រប់គ្នាទៅមនុស្សរស់នៅបានសុខហើយញោមសូម្បីតែអង្គការសហប្រជាជាតិក៏គេដាក់ថាសិល5ហ្នឹងគឺជាវិន័យក្រិតក្រមក្នុងពុទ្ធសាសនាដ៏ល្អច្បាប់ក្នុងពុទ្ធសាសនាហ្នឹងគោរពបានតែ5ហ្នឹងមនុស្សមិនចេះជាប់លេខ8ទេញោមប៉ុន្តែមនុស្សហ្នឹងជាប់លេខ8មកពីអីតែមកពីដាច់សិល5ហ្នឹងហើយយ៉ាងម៉េចបានតែជាប់ចឹងចុះញោមបើមិនគោរពសិលទៅលួចឆក់ប្លន់អ្នកដទៃញោមសពថ្ងៃហ្នឹងគឺតាមព័ត៌មានហ្នឹងក៏ច្រើនដែរចឹងត្រូវគេតាមត្រូវគេរមមុខត្រូវគេចាប់ចងត្រូវគេវាយគេដំគេច្រំគេធាក់គេចាប់ដាក់ច្រវាក់លេខ8ហ្នឹងតាមខ្លួនហើយអាហ្នឹងដោយសារអីទៅលួចឆក់ប្លន់គេទៅកាប់សម្លាប់អាយុជីវិតអ្នកដទៃអាហ្នឹងចឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងកាលណាដែលដាច់សិល5ហ្នឹងហើយអត់មានវិន័យអត់មានការគោរពអីហ្នឹងហើយប្រកាសជារស់នៅអត់ប្រកបដោយសេចក្តីសុខទេភ័យព្រួយបុកពុះរាល់ថ្ងៃហ្នឹងរស់នៅនឹងតាមអត់មានសេចក្តីសុខញាតិញោមប៉ុន្តែបើមានសិលគ្រប់គ្នាហ្នឹងទៅមានវិន័យហ្នឹងគ្រប់គ្នាទៅរស់នៅប្រកាសជាមិនទាស់គ្នាទេរស់នៅក្នុងស្រុកក៏ដោយក្នុងភូមិក៏ដោយក្នុងឃុំក៏ដោយប្រកាសជាបាននៅសេចក្តីសុខគ្រប់គ្នាហ្នឹងចឹងវិន័យរបស់ញាតិញោមដែលជាគរិយាដែលជាកុហកឬក៏ហៅថាជាអគារយៈវិន័យហ្នឹងមានប៉ុណ្ណឹងញាតិញោមឬក៏រក្សានៅកុសលកម្មបទ10រក្សានៅកាយនៅវិចារនៅចិត្តអីជាដើមហ្នឹងកាយហ្នឹងក៏កុំយកកាយហ្នឹងទៅបៀតបៀនជីវិតអ្នកដទៃកុំយកកាយហ្នឹងទៅលួចទ្រព្យអ្នកដទៃឲ្យកាយនេះស្ថិតនៅក្នុងការប្រព្រឹត្តដោយកុសលធម៌អាហ្នឹងឈ្មោះថាយកកាយហ្នឹងប្រព្រឹត្តក្នុងកុសលធម៌មិនបៀតបៀនគេវាចាហ្នឹងក៏ចឹងដែរយោមសង្រួមក្នុងវាចាប្រព្រឹត្តនៅវាចាដ៏សុចរិតទៅហៅថាវជ័យសុចរិតពាក្យសម្ដីហ្នឹងឯងយោមបើញោមតាំងពីព្រឹកងើបពីគេមកងើបពីសម្រានមកអត់បានរកពុទ្ធោទេគិតតែជាបចោទេអានឹងអត់បានសុខទេតើតែយើងនឹងឯងយកវាចាហ្នឹងទៅពោលពាក្យសូត្រធម៌ស្មូតឬក៏ពោលអ្វីផ្សេងដែលមានប្រយោជន៍អប់រំអីជាដើមនេះវាចាសុចរិតវជ័យសុចរិតហ្នឹងញាតិញោមកុំយកពាក្យសម្ដីហ្នឹងទៅឆោបបោកកុហកភូតផលអ្នកដទៃនិយាយសោកសៀតចាក់ដោតមូលបង្កាច់អ្នកដទៃអាហ្នឹងអត់ប្រព្រឹត្តទៅនៅក្នុងកុសល
lực thua têឬក៏ហៅថាវិជ័យសុចរិតទេមួយទៀតប្រពុតលោកឲ្យយើងនឹងអប់រំចិត្តកុំចងអាឃាតជាបានជាមួយអ្នកដតីអានេះក៏ប្រាប់ប៉ុណ្ណេះទៅក៏ឈ្មោះតាយោនឹងមានវិន័យក្នុងខ្លួនដែរអប់រំនៅកាយមួយអប់រំនៅពាក្យសម្ដីវាចានឹងមួយអប់រំនៅផ្លូវចិត្តទៀតក៏យោងឈ្មោះថាជាអ្នកត្រត្រង់គោរពបដិបត្តិនៅវិន័យនេះផងដែរខ្ញុំបកករណានឹងឆ្លើយប៉ុណ្ណេះមិនដឹងជាគ្រប់មិនដឹងជាពេញមិនដឹងជាខ្វះខាតអីយ៉ាងណាទេសូមព្រះមហាកសបៈនិមន្តជ្រាបនេះបានឆក់ទាញបេះដូងពុទ្ធបរិស័ទចំណោះជើងវត្តនៅជុំវិញនេះឲ្យមកចូលរួមយ៉ាងច្រើនកកកលោកអាចារ្យក៏បាននំពាវនាវប្រកាសអញ្ជើញអស់ទាំងទេពនិករអមរទេពតាអិនព្រំយមយៈនៅគ្រប់ទិសទីក្នុងដែនដីនេះក្តីក្នុងសកលចក្រវាលក្តីក៏មកប្រជុំគ្នាក្នុងទីនេះបើសិនជាមានអ្នកណាធ្វើបុណ្យក្នុងថ្ងៃនេះដែរទៅហៅមិនតាន់អាចារ្យប្រមូលទេពតាមកនេះអស់ហើយឥឡូវនេះជួបជុំហើយត្រូវសម្ដែងពធទេសនាដល់តក្រែ3តាមបុរាណហៅថាទេសនាសង្គាយនាយកលំនាំតាមបឋមសង្គាយនាគឺមានលោកទេសនានឹង3អង្គហើយមានអ្នកសូត្រអានត្រៃនឹង4អង្គហើយលើសពីនោះទៀតប្រសង់ចូលរួមពីព្រោះពីសម័យនេះគេយកលំនាំតាមសម័យធ្វើសង្គាយនាក្រោយព្រះអង្គព្រះនិព្វានទៅ3ខែនោះគឺគេធ្វើរហូតដល់តែ500អង្គហើយធ្វើ7ខែនោះបានចប់ហើយយើងណាប្រហែលជាមិនបាន7ខែទេស្រួលបាន7ម៉ោងហើយប្រហែលជាមិនដល់ទៀត7ម៉ោងហ្នឹងតែ2ម៉ោងប្រហែលជារត់ចោលលោកអស់ហើយណាខ្ញុំបកករណាអាត្មាភាពនេះទាំង3អង្គសូមឱកាសអំពីអាជ្ញាធរដែនដីទាំងមើលឃើញទាំងមើលមិនឃើញដើម្បីផ្សព្វផ្សាយសាសនាសម្ដែងនៅពធទេសនាម្លោះហើយបើសិនជាមានការលើសលួសខ្វះខាតបត់បាតអក្ខរៈចេញជាអ្នកបាលីសេចក្តីបកប្រែកែសម្រាយអត្ថាធិប្បាយត្រង់ណាមួយខ្វះចន្លោះខុសឆ្គងក៏សូមប្រកាសណាប្រគុណម្ចាស់និងញោមញាតិទាំងអស់ខន្តីអភ័យទោសណ្ដោសដល់ខ្ញុំកណាអាត្មាភាពទាំង3អង្គនេះផងពេញចិត្តក៏ដោយមិនពេញចិត្តក៏ដោយជ្រុលខ្លួនចូលស្ដាប់លោកទេសហើយចេះតែទ្រាំអង្គុយស្ងៀមសិនតាឲ្យចប់មកគ្រាសិនទៅគម្រប់កាច់ណាញោមណាយល់ក៏ដោយមិនយល់ក៏ដោយលើកទឹកចិត្តលោកចេះតែធ្វើមុខដោយកំពុងតែយល់អញ្ចឹងទៅព្រោះក៏ដោយមិនព្រោះក៏ដោយចេះតែធ្វើមុខធ្វើមាត់ដោយកំពុងតែព្រោះអញ្ចឹងទៅលោកមានកម្លាំងចេះតែបាច់អញ្ចឹងទៅដែរពេលលោកមើលមុខចំធ្វើដូចឯងនឹងកំពុងតែស្ដាប់បានណាស់កំពុងតែយល់ណាស់កំពុងតែចូលណាស់អញ្ចឹងទៅលើកទឹកចិត្តលោកណាញោមកុំឲ្យអង្គុយធ្វើតែមុខជូអែមស្ទើរអង្គុយស្ទើរក្រាបស្ទើរកថែងសំបីធន់នោះនៅវែងសង្ខេបលើកលែងលាញោមញាតហើយប៉ុន្តែគេថាស្ដាប់ធម៌មុខស្រស់ទៅរស់ស៊ីធូញោមធ្វើបន់មុខជូរស់ស៊ីតឹងធ្វើបន់មុខខឹងរស់ស៊ីខាតហើយបើធ្វើបន់មុខស្អាតពីឥឡូវនេះទៅតែម្ដងបើញោមញាតទាំងអស់អនុគ្រោះហើយអាត្មាភាពទាំង3អង្គនឹងរៀបចំកម្មវិធីសម្ដែងធម៌ជូនតាមបែបសង្គាយនាក្នុងទីនេះសូមប្រគេនពរនិងសូមចម្រើនពរបរិនិពុតតិវៈសតោបត្ថាយយវតនាពុទ្ធសាសនាយុកាលសក្យននីសនៈភេតពីវល់មកចេញតិចព្រះពុទ្ធសាសនាតិកម្មតាកន្លងរំលងទៅហើយបាន2566ឆ្នាំខែកន្លងទៅហើយបាន7ខែថ្ងៃកន្លងទៅហើយបាន6ថ្ងៃបច្ចុប្បន្នកាលេបច្ចុប្បន្នសម័យថ្ងៃនេះស្ថិតនៅក្នុងថ្ងៃពុទ្ធ700ខែមិគសេឆ្នាំថោះបញ្ញស័កពុទ្ធសករាជ2567ព្រះវស្សាលោកសន្មតទុកជាបច្ចុប្បន្នកាលនៃព្រះពុទ្ធសាសនាអនាគតេកាលេចំណែកឯអនាគតកាល
នៃព្រះពុទ្ធសាសនាឃើញតែឆ្នាំនៅសល់2433ឆ្នាំខែនៅសល់4ខែថ្ងៃនៅសល់23ថ្ងៃទៀតលោកសន្មតទុកជាអនាគតនៃពុទ្ធសាសនាបូករួមសេរីទាំង3អតីតបច្ចុប្បន្ននិងអនាគតឃើញថាព្រះពុទ្ធសាសនាគ្រប់5000ព្រះវស្សាដោយបរិបូរណ៍นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะអ្នកមេពុទ្ធាងតិលោកៈកាំងយយៈសាកៈរៈបារៈគង់ភវិភវេករੰធម្មੰគុណញ្ចគុអ្នកសាករੰវិសុទ្ធករណាញាណੰពុទ្ធាងសម្ពុទ្ធពោជិតੰធម្មੰសទ្ធម្មសម្ភុតੰវន្ទេសង្ឃាំងនិរង្កណੰទូលព្រះបង្គំខ្ញុំប្រករណាទាំង3អង្គសូមលើកហាត់ថាប្រណម្យបង្គំគោរពរំលឹកនឹកដល់គុណព្រះដ៏មានបុណ្យភគវន្តអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូព្រមទាំងគុណព្រះធម៌និងគុណព្រះសង្ឃដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីដើម្បីកើតកើនចម្រើនជាពរជ័យដល់យាយដល់តាចាដូនជីនារីបរោះប្រុសស្រីទាំងអស់ឲ្យបានជន្មាទីឃាយុវែងឆ្ងាយកុំឲ្យមានឧបសគ្គគ្រោះថ្នាក់ជំងឺឈឺអាពាធបៀតបៀនលហិតលហើយកុំឲ្យចុកដៃកុំឲ្យឈឺជើងកុំឲ្យឈឺក្បាលកុំឲ្យឈឺក្បូងកុំឲ្យឈឺតសៃឈឺតសូងកុំឲ្យឈឺលងកុំឲ្យឈឺតកៀកកុំឲ្យឈឺចកេះឈឺចកុងឈឺចកាឈឺស្មាឈឺស្មងឈឺខ្នងឈឺក្បាលរៀលដាលដល់កាពះពវៀនថ្លើមប្រមាត់បេះដូងបោសបំកមពកអលោកកែវអលោកព្រះក្លុងស្រែងបែងថ្ងៃទឹកនោមប្រៃទឹកនោមផ្អែមលើសឈាមលើសខ្លាញ់លើសស្ករលើសអាស៊ីតកងសែប្រែប្រាស់ផ្លាស់ចេញពីរូបរាងកាយជំងឺទាំងឡាយទាំងជំងឺចាស់ទាំងជំងឺថ្មីជំងឺផ្ដាសាយបាក់សៃជំងឺអេដស៊ីដាជំងឺសាជំងឺអ៊ីបូឡាជំងឺកូវីដ -19 កូវីដអូមីក្រុងអានស្ត្រាក់បវាជាចេញឲ្យឆ្ងាយពីរូបរាងកាយញោមញាតពុទ្ធបរិស័ទចាប់ពីពេលនេះតរៀងទៅអិតោបរាំងលំដាប់អំពីនេះទៅនឹងត្រូវលើកយកនៅព្រះធម៌ទេសនាមកថ្លាថ្លែងសម្ដែងចែកជូនជាទីសន្តាប់នឹកកាលបុព្វហេតុដើមឡើយអំពីបឋមសង្គាយនាព្រះសង្ឃក្រហមពុទ្ធបរិស័ទដាក់ចិត្តគិតស្រមើស្រមៃថយក្រោយបន្តិចកាលពីសម័យដើមឡើយមិនទាន់មានព្រះពុទ្ធសាសនាម្លោះហើយសត្វលោកមិនទាន់យល់ដឹងអំពីធម៌អាពិតអ្នកខ្លះហ៊ានធ្វើអំពើបាបបញ្ចវិរិយជាមួយឪពុកជាមួយម្ដាយបងប្អូនកូនចៅកាប់សម្លាប់ជិះជាន់ឈ្នានេះធ្វើបាបគ្នាគ្មានគិតសេចក្តីសុខសប្បាយដោយធម៌មេត្តាពិភពលោកហាក់ដូចជាកំពុងតែប្រតិបត្តិជាមួយនឹងជំនឿសាសនាដតីតាមលក្ខណៈរៀងខ្លួនរហូតដល់ទៅកាប់សត្វកាប់មនុស្សបូជាយ៉ាញ់អតិទេពរៀងខ្លួនក៏មានហេតុតែចង់បានសុខពេលនោះឯងពេលមានទុក្ខកើតឡើងមនុស្សចេះតែបែបន់ចេះតែធ្វើពិធីផ្សេងទាំងខុសទាំងត្រូវក៏លុះព្រះសម្មាសម្ពុទ្ធសាងសន្សំបារមីជាច្រើនកាប់ណាស់មកហើយដើម្បីឲ្យបានត្រាស់ដឹងជាពុទ្ធឥឡូវជាតិនេះព្រះអង្គបានត្រាស់ដឹងពិភពលោកដែលកំពុងតែងងឹតងងល់បានទទួលពន្លឺធម៌របស់ព្រះអង្គផ្សព្វផ្សាយទៅគ្រប់ទិសទីកន្លែងទាំងអស់ម្លោះហើយចាប់ផ្ដើមដឹងគុណដឹងទោសដឹងខុសដឹងត្រូវដឹងផ្លូវល្អផ្លូវអាក្រក់រៀនចេះរៀនចាំចំណាំបានថ្វាយខ្លួនជាឧបាសកជាឧបាសិកាអ្នកខ្លះរក្សាសិលអ្នកខ្លះធ្វើបុណ្យធ្វើទានអ្នកខ្លះមាននិស្ស័យខ្ពស់ចូលសាងភ្នោះបួសជាបព្វជិតប្រតិបត្តិតាមព្រះដើម្បីលះបង់នៅបញ្ចវិរិយនិងកិលេសទាំងឡាយទាំងពួងនិព្វានយ៉ាងព្រោងព្រាតទៅហើយ
ពិភពលោកបានទទួលពន្លឺដ៏ថ្លាត្រចះអំពីព្រះពុទ្ធគឺព្រះធម៌បាននៅភាពត្រជាក់ត្រជុំគឺព្រះធម៌នេះធ្វើឲ្យម្ដាយឪពុកស្រឡាញ់កូនកូនមានធម៌កតញ្ញូមនុស្សចេះដឹងទូនាទីរៀងខ្លួនធ្វើល្អព្រះអង្គបានប្រោសពសัตว์ដោយពំពោះឲ្យបានជាអរហន្តក៏ច្រើនហើយបានប្រោសស្ដេចនិមឺនមន្ត្រីកហបតីនិងប្រជាជនកាន់តែរុងរឿងរីកចម្រើនឡើងក៏ស្រាប់តែពេលវេលាគ្រាមួយនោះឯងព្រះអង្គទ្រង់យាងចូលបរិនិព្វានក្នុងបច្ចុប្បន្នមានអាយុ80ព្រះវស្សាបនសល់ទុកនៅតែសេចក្តីសោកសំណោះអាឡោះអាល័យអំពីមហាជនដែលគេយំសោកស្ដាយខ្លាំងណាស់អ្នកខ្លះបានសម្រេចធម៌អ្នកមិនទាន់បានសម្រេចធម៌យំកន្ទុកកន្ទិញបោកខ្លួនប្រាណនឹកសំណោះអំណើអត់ពីថ្ងៃនេះតទៅព្រះអង្គនិព្វានចោលយើងទៅយើងអត់មានធម៌ស្ដាប់ទៀតទេអត់មានអ្នកចេះអត់មានអ្នកដឹងទៀតទេព្រះអង្គហើយព្រះអង្គឆាប់ពេកណាស់ព្រះអង្គព្រះនិព្វានទៅចោលពួកយើងលែងបានស្ដាប់ធម៌ព្រះអង្គលែងបានជួបព្រះអង្គហើយព្រះអានន្ទយំដើរចេញពីភូមិមួយទៅភូមិមួយប្រាប់អ្នកស្រុកអ្នកភូមិយំបន្តគ្នាពេញទៅភូមិព្រះអរហន្តព្រះភិក្ខុសង្ឃសហការជាមួយនឹងព្រះរាជាមលក្សត្រពុទ្ធបរិស័ទនៅក្នុងក្រុងកុសិនារារៀបចំបូជាសពរបស់ព្រះអង្គដោយដង្ហែ3ជុំក្នុងក្រុងកុសិនារាចេញទៅច្រកខាងកើតតម្កល់នៅមកុដពន្ធនៈចេតិយជាមេនកសាងសម្រាប់បូជាប្រសពរបស់ព្រះអង្គអស់រយៈកាលតែ7ថ្ងៃធំខ្ពស់ស្កឹមស្កៃទល់សពថ្ងៃនៅឃើញរូបរាងម្ល៉េះហើយរៀបចំដាក់បូជានៅលើមកុដពន្ធនៈចេតិយនេះដោយមឈូសមាសបានយកកណាត់ជលក់នៅប្រេងកោបរុំរាប់រយជាន់ទៅលើមឈូសនោះហើយគេជ្រើសរើសតូនណាចាជាប្រធានក្នុងការបូជាប្រសពបូជាមិនឆេះសោះដុតមិនឆេះសោះម្ល៉េះហើយកើតពីផលឆ្ងល់គ្រប់គ្នាអំពីសំណាក់មហាក្សត្រនិងប្រជាជនក៏ទូលសួរទៅព្រះអរហន្តមានព្រះអនុរុទ្ធជាប្រធានថាបបិទ្ធព្រះអង្គហើយហេតុម្ដេចឡើយបានជាបូជាព្រះសពរបស់ព្រះអង្គមិនឆេះដូច្នោះសូមព្រះអង្គពិចារណាមើលហេតុព្រះអនុរុទ្ធក៏ពិចារណាថាអូព្រះកស្សបៈដែលជាសាវកបងគេជាចាស់ជាទុំលោកមិនទាន់មកដល់អញ្ចឹងលោកនឹងមកដល់ក្នុងថ្ងៃស្អែកតលថ្ងៃស្អែកបានបូជាបាននិទានដំណាលអំពីព្រះកស្សបៈថែលោកកំពុងតែគង់នៅឯនគរបាវាដែលជាប់គ្នានឹងនគរទេវតហៈដែរមួយអន្លើដោយភិក្ខុសង្ឃទាំង500អង្គរៀបចំបិណ្ឌបាតហើយក៏ស្រូតដំណើរមកកាន់ទីក្រុងកុសិនារាក៏ជួយដន់ជួបបរោះម្នាក់នោះជាបរិពាជក់កាច់យកនិមិត្តមន្ទាបោះចងនៅចុងឈើច្រត់ដើរចូលមកអាការៈថ្ងៃក្នុងថ្ងៃនេះហាក់ដូចជាក្តៅខ្លាំងណាស់ប្រៀបដូចជារងើកភ្លើងដូច្នោះតើមានហេតុចម្លែកយ៉ាងណាក៏ចៃដន្យឃើញបរិពាជក់នោះដល់ចម្លែកចឹងក៏សួរដំណឹងថាហេតុអីបានជាដាក់ដូច្នេះហើយក៏ស្រាប់តែបរិពាជក់នោះបានពោលតបនឹងព្រះមហាកស្សបៈថាហេតុអីក៏ព្រះមហាកស្សបៈមិនដឹងគ្រូរបស់ខ្លួនបរិនិព្វានទៅ7ថ្ងៃហើយណាប្រពុតជាម្ចាស់ព្រះអង្គចូលទីវង្គតគឺបរិនិព្វានទៅ7ថ្ងៃហើយមិនក៏កូនសិស្សមួយនេះមិនដឹងអីអញ្ចឹងនិមិត្តហេតុតែប៉ុណ្ណេះព្រះកស្សបៈនិងភិក្ខុសង្ឃទាំង500អង្គមានសេចក្តីសង្វេគក៏នាំគ្នាស្រូតដំណើរមកដល់ក្រុងកុសិនារាថ្វាយបង្គំបតៈសិនសពរបស់ព្រះអង្គរួចស្រេចស្រាប់តែប្របាទរបស់ព្រះអង្គទាំងគូលៀនចេញពីមឈូសមកខាងក្រៅព្រះមហាកស្សបៈយកប្របាទនោះទល់ជាមួយនឹងប្រកេះថ្វាយបង្គំព្រះហើយបានស្នាមប្របាទនឹងលិចចូលទៅក្នុងមឈូសវិញអត់មាននៅស្លាកស្នាមសំបីប៉ុនចម្រៀកសក់មហាជនឃើញតែហេតុនេះអស់ចានណាស់ហាក់ដូចជាប្រភ្នូលអត់ពីព្រះអង្គទៅទុកឲ្យប្រកាសបៈនឹងអ្នកដឹកនាំសាសនាបន្តអញ្ចឹងពេលនោះគេកំពុងតែយំសោកស្ដាយអាណិតអាសូរទឹកភ្នែកគ្រប់គ្នាស្រាប់តែភ្លើងឆេះឯងតែម្ដងញោមឆេះឯងបូជាសពនឹងឡើងខ្ទេចខ្ទីឆេះអស់ទៅបានតូនអាចារ្យរៀបចំចែកប្រធានទៅក្សត្រ8នគររៀបចំធ្វើចេតិយបូជាមនុស្សទាំងអស់គ្នាមានសេចក្តីសោកសំណោះយំកន្ទុកកន្ទិញក៏ស្រាប់តែភិក្ខុថេរៈចាស់
mà ông nô miền bẩn niệm thà support thà bị khâu pôn lang thần này à vụ sao ơi từ yom sao sắc xua thứ ấy cà bị bà ông nâng nứ na thường che kho to là na ép ọp lọp từ bàn trừ hay là bà ọt bị bà ông tại họ dương trong bậc brit ấy có bán khi mình là na thai ở dương thì sắp bàiประกาศปะนังพระอรหันต์นักสงเวชเปียนี้ก็จะนุ่มขณีจะมวยนังพระอนุรุตทายงเต้าแต่เลือกสังเกตยเนียล้างเพียงตอดทอไปในหลังเวงเบอร์มันโดยชนอเตศาสนาในหนึ่งบัดบ้องกรอนแต่ประเนเปลี่ยนบานดับปนังเมียนมนุษย์ปูลเจแต่ห้าวจอดตำรอมรอบร้อยรอบปอนชนำเตยติดบัดบ้องอหลิงนังไงมาเตะเนี่ยมวยจำนวนแต่สอบทั้งไงกับปงอันยัยคลาธานาเกณฑ์เนี่ยจะเอาจะเซปะไตรใบดอกจะเซทอนั่งกับปงกับจองรวมมกนาเอาจะเซทอนั่งปะปดนาเนี่ยเอาจะเซถ้าเกศึกษาดังหายปีสมัยดำมันเอาจะเซแมนปะองมันจะเซตีปันแต้มเบิ่มมันจะเซเวียนหนึ่งพลิกบ้านอดปีปะองตื้อเกนอมเนี่ยจะเซสมัยกราวสมัยมุนมันตอนจะเซตีเกกรอนจะโซต่อเนี่ยดอลสมัยกราวคลายพลิกบ้านเกจะเซไปมีเรื่องฮัดคลายบัดบ้องขอนับปนังปรองบัดให้เบอร์เซนจิมันจะเซมันมีขนมบัตรไรใบดอกเตมาดอลสมัยอะไรนี่มันดังทับบานไอหมออ่างเตนะโยมนะพระอรหันต์ก็ทรงเวทนะน้อมขณีเรียบจอมทั่วสังเกตอย่างนี้นี่ล้างโดยเมียนปะบาดอาชิตตรึเรียบจอมตีกระไลดักน้อมเอาทั่วในพนมสัตตปันนะก็เฮียพนมเวพิเรียทั่วมันดบรุษสระให้เรียบจอมทั่วเตอประโมลพระอรหันต์ตั้งอ้อบานปรามรอยอ่องได้จินเนี่ยแจเฉลียวเฉลี่ยปันตะควาปรามรอยอ่องตือประโมลบานปมบุญร้อยในบุญร้อยเก้าสิบปมบุญอ่องความาอ่องโดยเกพิจารณาทับประหารนอนเจจำทออาชรานจิงเกนะปันประหารนอนนั่งโลกเนื้อเชียเซขะบกลเนื้อลาวมันตอนสำรัจอรหัตให้บยอนโลกยมาโจรรวมตื้อวิหะโดยจิตไทยระสำรัจอรหัตกุยโครมวิมันซ้ำจังรุงจำเอาประหารนอนในไอ้สำรัจทอสันประหารนอนอัดบานสำรัจทอแต่อะไรดาวยุ่มโยมจังปีมากระไลเติมมากระไลกตยมปเจจนคลาอัดตอนดังเรื่องจูบอันนอนสัวท่านนอนคลอบแต่เคยอย่านอนเคยประปดอะไรเคยอย่านอนอัดเคยประปดตาปะองเตยนะอันนอนถ้าปะองเพลนเปลี่ยนเจ้ายืงหอยโยมอันนอนออกกุดก็ยมปเจจนยมตามยมมันอ๋อจัดเปลมวยยมตองหมดปะอวดยมตองหมดเพียเปวดามวยหมอสมปจังสมเลงเอาลือแต่หมองประหารนอนลือแต่ปากไก่เจ๊ปากไก่จำทอเตสนาปนยุลเกเอาเจ๊กัดสายตุกระบอตังอสตาในจังตุกขังอนาตาเจ๊นะแล้วโดยละโคลนไอจูบตุกยมโมยมไม่ก็มันเจ๊พิจารณาทอโคลนไอคลาพ้องประหารนอนพลือเตยนมองจับดำคอมปรังปฏิบัติมายุบตุลพลือระโหดดอลตะบานสมรัจทอเกรียบเกรเตจำรูจสราจอรายปีอองลังกุ้งในเกรมองประหารนอนเมาครอยเกอะไรเบื่อนอนดาวเมาเกมุกตะซองใส่ฐานนอนนึงอดตอนสมรัจทอเตไอเบื่อนอนหอกเมากิฐานนอนนึงมันซ้อมหอกไปลือปะแกประหารจังอันนอนนึงมุดเฉียดปีขนองใดมองเงือบทลลจอมปีมุกเกรเตเจ็ดงูพอกล้างบ้านกุ้งเลยเกรจังนะจังหายบ้านปะทอมมาสังเกยนี้จับดามการล้างขนองปีโนอะไรนี่ก่อนนี้มัดหายจังโบราณนาจ้าโยเรื่องน้องโยมาจองครองเชื่อกัมปีสังเกยเนียนนี้เอาเมียนขบวนเมียนเวรนำไปรำลึกดอลการน้องกิตรเอาประซองใบอองนังแต่งตั้งเชียประกาศสปะเชียประหันนอนนังเชียประอุปไลเนี่ยปลายสมัยดามกิเรียบจังปนเนี่ยปลายเขมงสมัยทำไมเนี่ยกิทานแจ้กิทายีโลกอะไรเนี่ยเฮียนน่ะสัตตั้งคลุนไอเชียประกาศปะตั้งโคลนไอเชียประหารนอนตั้งเชียอุปไลใส่สัตว์เกล็ดนั่งโยโคลนไอโยชมูตดาประหารเทียดเนี่ยปลายสมัยทำไมกิทานจังไงปนสมัยดามอกกิบ้านซอนยาหายกิทามมันแมนอุดโคลนตำกายโคลนนี่ดามใบรำลึกดอลกาน้องขอนแต่เกตำนางสำแดงตัวโยสำนัวนั่งโยหลุมนอมน้องโยเรื่องราวน้องทับปากกาสปะนั่งโลกเนี่ยซัวเปรียวินัยเตออบปไลโหซัวเปรียโซดนั่งเปรียอาปิทอมเตอเปรียหานอนจังที่เอาลูกใบอองนั่งทัวตำนาโดยเรื่องน้องจังโบราณนาจาเรียบมาให้กี่อนุวัตตั้งปีสมัยสมดัชจูนาดเนาะปนเนี่ยปราชญ์อะไรในสัตว์เจเชียงสมดัชจูนาดนั่งชรานะ
សំបីតែធေါ်ក្នុងកហិសម្ដេចជួនណាត់គេចោលថាខុសចេះខុសចោះព្រាតព្រះអង្គហើយបើឥឡូវអាត្មាមិនថាអីទេរបស់ណាដែលសម្ដេចជួនណាត់រៀបចំមកហើយក្រសួងធម្មការនិងសម្ដេចព្រះសង្ឃរាជឥឡូវអត់ទាន់មានចេញដីកាណាមួយឲ្យកែប្រែយើងអត់ហ៊ានកែប្រែទេអត់ហ៊ានធ្វើវិធានសាសនាទេប្រទេសយើងមានក្រសួងធម្មការប្រទេសយើងមានសម្ដេចព្រះសង្ឃរាជដូច្នេះយើងមានសិទ្ធិចេញមតិចេញតែឯងទៅមានសិទ្ធិធ្វើវិឡាធ្វើតែឯងទៅកុំទៅធ្វើវិឡាបន្ទប់លើអង្គរវត្តអីកុំទៅកែអង្គរវត្តគេបើចេះធ្វើអង្គរវត្តឯណាធ្វើកន្លែងផ្សេងអង្គរវត្តគេធ្វើបានប៉ុណ្ណឹងហើយបើណាឯងយល់ថាมันស្អាតมันល្អអីទៅធ្វើកន្លែងផ្សេងកុំមកកែអង្គរវត្តគេណាញោមណាអញ្ចឹងអាត្មាយល់លំនាំតាមហ្នឹងឥឡូវបើគិតតាមបុរាណអាត្មានេះកដាលគេតំណាងថាព្រះកស្សបៈគ្រាន់តែតំណាងទេមិនមែនអួតខ្លួនឯងថាកស្សបៈទេតំណាងហើយជាអ្នកសួរព្រះវិន័យទៅឧបល័យប្រគុណម្ចាស់ខាងនេះនិមន្តមកអំពីវត្តអង្គខ្នាជាគ្រូទេសសាចារបង្រៀននៅពុទ្ធកសាលាបល័យនៅឯណោះជាចៅអធិការវត្តផងជាគ្រូបល័យផងឲ្យប្រគុណម្ចាស់ជាព្រះឧបល័យអ្នកឆ្លើយខាងវិន័យប្រដេជាប្រគុណម្ចាស់ខាងស្ដាំប្រហោះហើយនេះព្រះនាមលោកគេហៅថាប្រដេជាប្រគុណប៉ាត់ឈឿនញោមញាតប្រហែលជាស្គាល់ហើយអតីតកូនសិស្សសល់ពីសម័យសង្គមរាស្ត្រនិយមប៉ុលពតចេះទុកឲ្យមួយកុំឲ្យយកទៅបាត់ចេះទុកនៅមួយបានបួសម្ដងទៀតមកតពូជពងម្ដងទៀតគង់នៅវត្តពោលាស់ស្រុកខាងខ្សាច់កដាលណាខេត្តកដាលឥឡូវនេះប្រគុណម្ចាស់ជាអ្នកឆ្លៀវឆ្លាស់ខាងធរអាវិន័យតាំងពីសម័យសម្ដេចព្រះសង្ឃរាជឯណោះជាកូនសិស្សលោកគ្រូមានខ្លាំងណាស់បើអញ្ចឹងហើយឲ្យប្រគុណម្ចាស់ដើរតួជាព្រះអានន្ទឆ្លើយនៅព្រះសូត្រនិងព្រះអភិធម្មឥឡូវបើសិនជាកិច្ចការនេះលោកយល់ព្រមនឹងលើកសំណួរសួរចាប់ផ្ដើមទៅតែម្ដងដូច្នេះសូមរតនាប្រដេជប្រគុណជាអង្គម្ចាស់ព្រះឧបល័យដើម្បីនឹងឆ្លើយបើសិនជាប្រដេជប្រគុណទាំងពីរអង្គនឹងយល់ព្រមយើងនឹងចាប់ផ្ដើមឥឡូវមុនដំបូងគេខ្ញុំកណានឹងសួរទៅព្រះឧបល័យតើរៀបចំចាត់ចែងជាតំណែងក្នុងការសម្ដែងឲ្យឆ្លើយព្រះវិន័យជាឧបល័យនេះទទួលយល់ព្រមហើយមែនទេបើយល់ព្រមហើយនឹងលើកសួរទៅតែម្ដងសូមនិមន្តបញ្ចេញសត្វវាចាតសៈវចនំអហង្សត្វាមហាកាសបេនៈបបិទ្ធព្រះអរិយកាសពជាអង្គម្ចាស់ដ៏ចម្រើនសូមក្រាបថ្វាយបង្គំព្រះគ្រូចាតិកាព្រមទាំងព្រះគ្រូសោតប្រធេរានុធេរៈគ្រប់ព្រះអង្គគង់កំឡុងវត្តមាននៅក្នុងទីនេះដោយសេចក្តីគោរពនិងមួយអន្លើក៏ចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងអស់ចាគណៈកម្មការដែលបានសវនធម៌នៅក្នុងទីនេះភ័ន្តេកស្សបៈបបិទ្ធព្រះអរិយកាសពជាអង្គម្ចាស់ដោយចម្រើនបានប្រគេនតួនាទីថ្មីដល់ខ្ញុំប្រកាសណាឲ្យជាព្រះមហាឧបល័យដោះស្រាយគម្ពីរព្រះវិន័យជាមួយនឹងប្រគុណជាអង្គម្ចាស់ព្រះមហាកាសបៈក្នុងទីនេះហើយក៏បានសួរទឹកចិត្តយល់ព្រមល្មមអាចប្រព្រឹត្តទេសនាទៅបានដែរឬទេបើថាព្រមក៏ឆ្លើយមកមិនព្រមក៏ឆ្លើយមកប្រគុណជាអង្គម្ចាស់ព្រះមហាកាសបៈខ្ញុំប្រកាសណាអាត្មាភាពព្រមទទួលធ្វើជាព្រះមហាឧបល័យប៉ុន្តែខន្តីអធ្យាស្រ័យរាល់កំហុសខុសឆ្គងទាំងឡាយដែលកើតដោយបាបដោយបត់មិនប្រកបទៅដោយអក្ខរជញ្ញៈភាសាបាលីសេចក្តីបកប្រែកែសម្រាយអធិប្បាយត្រង់ចំណុចណាមួយពុំសំរុំមហាកាសបៈប្រធេរានុធេរៈគ្រប់ព្រះអង្គញាតិញោមជាពុទ្ធបរិស័ទទាំងអស់ខន្តីអធ្យាស្រ័យដល់ខ្ញុំប្រកាសណាអាត្មាភាពក្នុងទីនេះផងទៅចោះញាតិញោមជាពុទ្ធបរិស័ទហើយចឹងហើយខ្ញុំប្រកាសណាយល់ព្រមបណ្ឌសនងពោថាព្រះមហាកាសបៈនិមន្តសួរត្រង់កន្លែងណាដែលចេះបានហើយអាកន្លែងដែលមិនចេះអីសូមកុំសួរអីអានេះសូមបវរណាមួយទៀតបើខ្ញុំប្រកាសណាឆ្លើយទៅវានៅខ្វះមិនទាន់គ្រប់សូមព្រះមហាកាសបៈជួយពង្គ្រប់ឲ្យផងមួយទៀតបើឆ្លើយទៅវិវាទខុសអំពីផ្លូវពុទ្ធវចនៈពុទ្ធដីកាក៏សូមព្រះមហាកាសបៈជួយទាញជួយកែជួយតម្រង់ដាក់ឲ្យចំប្លង់ទៅតាមផ្លូវនៃពុទ្ធវចនៈនៃព្រះវិន័យនោះវិញផងនេះខ្ញុំប្រកាសណាយល់ព្រមធ្វើជាឧបល័យមានសនំពោបណេះទៅចោះសូមព្រះមហាកាសបៈនិមន្តជ្រាប
ตัสสะวัจนังอหังสัทธวาកាលណាបបានលឺព្រះវាចានៃព្រះឧបល័យបានទទួលឆ្លើយដូច្នោះហើយព្រះកស្សបៈនឹងលើកយកនៅព្រះវិន័យ3ដកសួរទៅព្រះឧបល័យហើយកាលណាសួរនៅព្រះឧបល័យចប់ហើយភិក្ខុសង្ឃទាំង500អង្គដែលគង់ស្ដាប់ផ្ទៀងផ្ទាត់ទាំងអស់គ្នានឹងសូត្រឡើងវិញឲ្យដូចគ្នាទាំងអស់ហើយបន្ទាប់មកទៀតនឹងសួរព្រះសូត្រនិងព្រះអភិធម្មទៅព្រះអានន្ទចប់ព្រះសូត្រក្តីចប់ព្រះអភិធម្មក្តីអ្នកស្ដាប់ជាភិក្ខុសង្ឃទាំងអស់ត្រូវតែសូត្រឡើងវិញឲ្យដូចអ្វីដែលសួរនោះឲ្យឯកភាពគ្នាប៉ុន្តែសម័យយើងឥឡូវនេះมันអាចសូត្រដូចទេมันអាចចាំអស់ទេម្លោះហើយបានជាលោកសន្មត500អង្គហ្នឹងមកនៅត្រឹមតែ4អង្គទេឬក៏10 20អង្គទាំងពាត់ជុំវិញក្រែទេសប៉ុណ្ណឹងទេហើយចំណែកសូត្រឡើងវិញទាំងអស់ហ្នឹងប្រហែលជាឆ្នៃមកនៅត្រឹមតែ3បន្ទាត់អីបានណាដែលគេហៅកាត់ខ្លីថាអានត្រៃហើយបើយល់ចឹងហើយអានត្រៃហ្នឹងជាស្អីអានត្រៃហ្នឹងគឺការសូត្រផ្ទៀងផ្ទាត់ឡើងមកវិញកុំច្រឡំថាហើយស្អីគេលោកទេសនាហើយមានស្មូតអាឡេអាឡូតាមក្រោយហ្នឹងអាហ្នឹងស្អីគេឲ្យដឹងវប្បធម៌ខ្លួនឯងផងកុំឆ្ងល់តាំងពីវប្បធម៌ខ្លួនឯងឡើងទៅដើរសួរជនជាតិគេឲ្យជនជាតិគេបញ្យល់វិញពិបាកណាស់អញ្ចឹងយើងត្រូវស្គាល់វប្បធម៌ខ្លួនយើងថានឹងគេហៅទេសនាក្រែ3ចប់ទៅលោកទាំង4អង្គនឹងគេហៅថាបនិកសែនគេហៅថាបនិកថែលោកអានត្រៃគឺសូត្រផ្ទៀងផ្ទាត់ឡើងវិញឃ្លាចុងក្រោយច្រើនតែមានលាយភាសាចម្រុះមានភាសាភូមាភាសាលង្កាភាសាលាវភាសាថៃភាសាវៀតណាមភាសាខ្មែរភាសាប្រទេសណាដែលទទួលឥទ្ធិពលពុទ្ធសាសនាទាំងអស់គេយកមកច្បាច់បញ្ចូលនេះដើម្បីសេចក្តីរំលឹកថាមិនមែនតែយើងទេប្រទេសគេក៏មានអញ្ចឹងដែរប៉ុន្តែមិនវែងទេគ្រាន់តែយើងយកមកឆ្នៃចុងកតុយបន្តិចដើម្បីញោមស្ដាប់ទៅឲ្យវាប្លែកតិចព្រមទាំងមានជាប្រពៃណីមួយឲ្យស្គាល់ថាអូប្រទេសគេក៏មានសូត្រដែរប៉ុន្តែពីកន្លងមកទៅសូត្រចប់ទៅញោមញាតធ្វើមុខលេងឡងឲ្យថៃអីក៏ខ្មែរក៏លាវស្ដាប់មិនបានសោះតាមពិតទៅនេះហើយគេហៅថាអានត្រៃឥឡូវងាករេបែរមករកព្រះឧបល័យមិនយូរឡើយសំណួរចាប់ផ្ដើមបើកទៅហើយឧបល័យអ្នកដែលឆ្លើយគម្ពីរព្រះវិន័យមើលហាអ្នកវិន័យ3ដកដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសត្រាស់ថ្លាថ្លែងសម្ដែងបញ្ញត្តិនិងអនុញ្ញាតមកមានប្រមាណកពីដែរអាអ្នកសូមអរតនានិមន្តឆ្លើយតាសៈវចនងអហង្សត្វាមហាកាសពេអ្នកបបិទ្ធព្រះអរិយកាសពជាអង្គម្ចាស់ដ៏ចម្រើនគម្ពីរព្រះវិន័យដែលព្រះបរមសាស្តាចក្រយាវង្សបរមគ្រូជាអង្គម្ចាស់ទ្រង់ត្រាស់ប្រកាសសម្ដែងថាមាន5គម្ពីរណាប្រគុណជាម្ចាស់សូមនិមន្តជ្រាបកតមੰឧបលិតើ5គម្ពីរនោះអ្វីខ្លះទៅសូមរតនារៀបរាប់អាតិកម្មੰបាចិត្តយ៉ាងមហាវៈគៀងចលវៈគៀងបរិវារាំងភន្តេកសបៈបបិទ្ធព្រះអរិយកាសពជាអង្គម្ចាស់ដ៏ចម្រើនគម្ពីរព្រះវិន័យមានឈ្មោះថាអាតិកម្មៈ1បាចិត្តយៈ1មហាវៈ1ចលវៈ1និងបរិវារៈ1ណាប្រគុណជាអង្គម្ចាស់ព្រះមហាកាសបៈសូមនិមន្តជ្រាបសាធុជ្រាបហើយគម្ពីរព្រះវិន័យមាន5មានឈ្មោះទាំងអស់ចុះ5គម្ពីរនេះបើចែកជាធម្មខណ្ឌតើមានប្រមាណធម្មខណ្ឌដែរអ្នកសូមរតនាភន្តេកសបៈបបិទ្ធព្រះអរិយកាសពជាអង្គម្ចាស់ដ៏ចម្រើនគម្ពីរព្រះវិន័យទាំង5បើចែកជាធម្មខណ្ឌឃើញតែមាន 21000 ព្រះធម្មខណ្ឌណាប្រគុណជាអង្គម្ចាស់ព្រះមហាកាសបៈសូមនិមន្តទទួលសាធុទទួលយកហើយយេហីមាន21000ធម្មខណ្ឌបើគិតជាកពីមាន5កពីហើយចុះបើគិតជាបត្រៃ3ដកមានប្រមាណក្បាលដែរទៅអ្នកស្គាល់ទេសូមប្រាប់បើគិតជាសៀវភៅជាបត្រៃ3ដកឃើញតែមាន13បត្រៃ3ដកពីភាគ1ដល់ភាគ13ណាព្រះមហាកាសបៈសូមនិមន្តជ្រាបស្មានណាចេះតែថារៀនមែនតាគេដឹងដែរបើអញ្ចឹងក្នុងបត្រៃ3ដកផ្នែកពណ៌លឿងថ្លាខាងដើមគេ3ដណ្ដប់សភៅហ្នឹងគេហៅវិន័យ
vì này nâng là khăn nâng bay tần đọc sập hơi nâng kê cất chế cà pi miền pram cà pi mơn mà pon bà thom mà khăn mà bà bột sa na vì này nâng khăn nâng tầng bởi trong đăng chế bác từ riêng khăn nâng ở cho vì này nâng sầm rạp nè na bà ông bà nhạt rư có ạ này nhạt vì này nâng sầm rạp nè na hỏi cho miền bà giao ấy đai bàn chị ạ này nhạt rư bà nhạt vì này nâng mơ sông bánh chanh sâu xiềng hoàn tê ca sập bạc bò bật pre araya ca sọp chị ông mà chắc đo chùm rờn ban đần đăng xua đo nhomประกาศนาក្នុងទីនេះអំពីបញ្ហាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធបរមសាស្តាចរិយាវង្សបរមគ្រូជាអង្គម្ចាស់ទ្រង់ត្រាស់ប្រកាសសម្ដែងពីវិន័យនេះមកគឺសម្ដៅទៅលើអប់រំទូលមានចំពោះបុគ្គល4ពួកឧបាសកឧបាសិកាភិក្ខុភិក្ខុនីឧបាសកនិងឧបាសិកាប៉ុន្តែសពថ្ងៃអត់មានភិក្ខុនីហ្នឹងគឺសាមណេរនឹងឯងញាតិញោមពុទ្ធបរិស័ទពុទ្ធទ្រង់ត្រាស់បញ្ញត្តិគម្ពីរព្រះវិន័យនេះលោកសម្ដែងថាវិនយោសាសនៈសមូលੰវិន័យជាឫសគល់នៃព្រះពុទ្ធសាសនាបើអត់មានវិន័យគង់ថិតថេរនៅទេព្រះពុទ្ធសាសនាក៏នឹងអត់ថយចុះឡើងចុះទៅចឹងដោយសារមានគម្ពីរព្រះវិន័យនេះទើបព្រះពុទ្ធសាសនាតាំងនៅមាំនៅបានដូចជាផ្ទះដែលយើងកសាងត្រូវតែមានគ្រឹះដូចជាអ្វីសពគ្រប់បែបយ៉ាងកសាងឲ្យត្រូវតែមានគ្រឹះដើមឈើត្រូវតែមានឫសកែវទើបអាចគង់នៅបានព្រះពុទ្ធសាសនាក៏ដូចគ្នាចឹងដែរញោមតើតែមានឫសកែវពោលគឺព្រះវិន័យនេះទើបព្រះពុទ្ធសាសនានឹងអាចតាំងមាំនៅបានរហូតគ្រប់5000ព្រះវស្សាណាប្រគុណជាអង្គម្ចាស់ព្រះមហាកស្សបៈសូមនិមន្តជ្រាបសាធុគ្រប់3ដងពីរោះជ្រះថ្លាយល់ចូលចិត្តត្បិតថាព្រះវិន័យនេះបានអប់រំកាយអប់រំវាចាដល់ភិក្ខុសាមណេរឧបាសកឧបាសិកាឲ្យប្រព្រឹត្តត្រូវត្រឹមត្រង់ល្អថែរក្សាខ្លួននេះកុំឲ្យចោលវាចូលប្លន់ពីព្រោះថាខ្លួនគឺជាសបករូបរាងកាយមួយដូចឡានហើយចិត្តវិញ្ញាណបេះដូងដែលបញ្ជារាល់ថ្ងៃនេះវិញ្ញាណខាងក្នុងនេះប្រៀបដូចតកង់ឡានបជាឲ្យដៃសាពះវាសាពះបជាឲ្យដៃគោរពវាគោរពបជាឲ្យមាត់ជេវាជេបជាឲ្យមាត់នឹងសោតធរវាសោតធរដូចតកង់ឡានបជាឲ្យបត់ឆ្វេងឲ្យបត់ស្ដាំវាបត់អញ្ចឹងបើមិនថែរក្សាកាយនេះឲ្យបានល្អទេអកុសលដូចពពួកខ្មោចពពួកព្រាយពពួកបិសាចវាមកចូលហើយដល់វាមកចូលវាបជារូបរាងកាយហ្នឹងទៅតាមបំណងវាឧបមាដូចពួកអបិសាចមួយចំនួនចូលមកទៅគេហៅថាវាកាចណាញោមដូចអាទឹកបដូរនិស័យហ្នឹងចូលមកទៅវាកាចទាញកបិតទាញបថៅកាប់ម៉ែកាប់ឪកាប់បងកាប់អូនជេរបចោមិនស្គាល់ប្រសងមិនស្គាល់អាចារ្យមិនស្គាល់តាមិនស្គាល់យាយចេះជួនកាលអបិសាចខាងលោភខាងលន់ចូលមកទៅវាទៅហ៊ានទៅលួចទៅកេងទៅកាប់ឆក់របស់គេជួនកាលពួកអបិសាចប្រែតដែលវាខ្វះវាចូលមកទៅធ្វើឲ្យយើងមិនចេះគ្រប់សោះទៅឯណាឃើញបេះបោចឯណងឃើញលួចឯណងម្លោះហើយត្រូវតែការពាររបងការពារកុំឲ្យបិសាចចូលមកឃុំក្រងបិសាចខ្មោចព្រាយនឹងគឺអីគឺពួកអកុសលផ្សេងកុំឲ្យវាមកដឹកនាំយករូបដ៏ល្អរបស់យើងទៅប្រព្រឹត្តខុសណាញោមណារូបយើងនេះបើល្អគេគោរពណាស់ហើយប្រយ័ត្នតែពួកបិសាចនឹងវាដឹកនាំទៅបានវានាំរូបយើងទៅកន្លែងអាក្រក់គេថតប្រហោះនៅកន្លែងស្នងការរៀបដាក់ទៅក្នុងពន្ធនាគារបង្ហោះបង្ហើដែរប៉ុន្តែចូលផ្លូវអាក្រក់បាត់យករូបឯងទៅបង្ហោះខាងអាក្រក់បាត់ហើយបើសិនជាយើងធ្វើល្អរូបគេបង្ហោះខាងល្អអញ្ចឹងការថែរក្សាកាយវាចាចិត្តនេះសំខាន់ណាស់អ្នកធនអ្នកអាអ្នកភិក្ខុសង្ឃអីទាំងអស់ប្រគុណឲ្យចុះពុទ្ធអនុញ្ញាតវិន័យនឹងសម្រាប់ភិក្ខុសង្ឃមានវិន័យមានច្បាប់ទម្លាប់ហើយចុះអនុញ្ញាតវិន័យដល់យាយដល់តាពុទ្ធបរិស័ទដែរអានឹងវាមានសេចក្តីបញ្យល់ថាម៉េចអ្វីទៅជាវិន័យរបស់សង្ឃហើយអ្វីទៅជាវិន័យរបស់ញោមញាតិពុទ្ធបរិស័ទមកសូមជួយប្រាប់វន្ទេបបិទ្ធព្រះរាយកាសពជាអង្គម្ចាស់ដ៏ចម្រើនមើលទៅអាត្មាមិនដឹងដល់ទឹកទីប្រមាណទេញោមមហាកស្សបៈរៀងសកត់យកហើយញោមថាធ្លាប់ឃើញញោមនេះព្រះវិជាកោវត្តសានភិរេត
ហើយញោមខ្លះធ្លាប់តែឃើញតាម Facebook តាម YouTube ឃើញតាមទូរស័ព្ទអ៊ីនធឺណិតអីចឹងទៅដល់ពេលឥឡូវហ្នឹងឃើញទាំងរស់ហើយញោមគង់នៅក្រែកដាលហ្នឹងប្រភពប្រំប្រៃស្រស់ល្អណាស់ញោមខ្លះតែឃើញក្នុងក្នុងទូរស័ព្ទឬរៀងចំណាស់ដល់មើលប្រភពចំឃើញផ្ទាល់អញ្ចឹងក្មេងមែនតាប៉ុន្តែក្មេងហ្នឹងក៏មើលពីលើញោមរៀង7ម្រិចខ្លះហើយបបិទ្ធព្រះអរិយកាសសពជាអង្គម្ចាស់ដ៏ចម្រើនគម្ពីរព្រះវិន័យនេះពពុទ្ធលោកចែកជា2ដោយសង្ខេបបែបខ្លីទី1ហៅថាអនាគារយវិន័យគឺជាវិន័យសម្រាប់អ្នកបួសគឺបព្វជិតដោយជាលោកគ្រូជាម្ចាស់ចម្រើនបជនថ្ងៃនេះព្រះសង្ឃគ្រប់ព្រះអង្គគុំកំឡុងវត្តមានក្នុងទីនេះត្រូវគោរពបដិបត្តិនៅអនាគារយវិន័យជាវិន័យសម្រាប់អ្នកបួសអញ្ចឹងវិន័យសម្រាប់អ្នកបួសនឹងមានមួយផ្នែកទៅភិក្ខុមានចតុបរិសុទ្ធិសិលមានសិល4មានបតិមោកសង្វរៈសិលការសង្រួមនៅក្នុងសិក្ខាបទបតិមោក227សិក្ខាបទឥន្ទ្រីយសង្វរៈសិលការសង្រួមនៅក្នុងឥន្ទ្រីទាំង6អាជីវបរិសុទ្ធិសិលការសង្រួមនៅក្នុងការចិញ្ចឹមជីវិតប្រព្រឹត្តទៅរាល់ថ្ងៃរបស់ភិក្ខុសង្ឃបច្ច័យសន្និសិតសិលគឺការប្រព្រឹត្តទៅក្នុងការប្រើប្រាស់នៅបច្ច័យទាំងឡាយ4ដែលពុទ្ធបរិស័ទបានបូជានេះមានសិក្ខាបទឬក៏សិលទាំងឡាយ4របស់ភិក្ខុហើយសាមណេរដែលបួសនឹងឯងក៏មានទះស័ក្តិសិលហៅទៅសិល10អីចឹងទៅនេះជាវិន័យសង្ខេបសម្រាប់អ្នកបួសមួយផ្នែកទៀតព្រះពុទ្ធលោកសម្ដែងពីវិន័យរបស់ក្រហមឧបាសកឧបាសិកាហៅថាអនាគារយវិន័យហៅថាអគារយវិន័យជាវិន័យរបស់ពុទ្ធបរិស័ទអ្នកគ្រប់គ្រងផ្ទះអញ្ចឹងវិន័យដែលញាតិញោមត្រូវគោរពបដិបត្តិនោះអត់មានអីច្រើនទេញោមគ្រាន់តែញោមនឹងបានសមាទាននៅសិលមាននិច្ចសិលឬក៏បញ្ញសិលសិល5ហ្នឹងក៏ញោមឈ្មោះតែមានវិន័យញោមខ្លះញោមដែលមានសទ្ធាជ្រះថ្លាខ្ពង់ខ្ពស់ក៏រក្សារហូតដល់ឧបោសថសិល8ឬក៏ញោមខ្លះទៀតមានចិត្តសទ្ធាត្រេកអរក្នុងពុទ្ធសាសនាខ្លាំងក៏គោរពបដិបត្តិសមាទាននៅទះសសិលឬក៏ហៅទៅសិលបោកចឹងទៅឬក៏ហៅទៅសីលវ័នសីលបតីជាអ្នកបរិបូរដោយសិលជាបុគ្គលដែលប្រកបដោយសិលចឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងប៉ុន្តែញាតិញោមដែលជាកុហកត្រូវគោរពនៅអគារយវិន័យជាវិន័យសម្រាប់អ្នកគ្រប់គ្រងផ្ទះមានគ្រួសារមានប្តីមានប្រពន្ធមានកូនត្រូវប្រកបមុខរបរធ្វើស្រែចម្ការការងារកាប់ជីជោគចាំងដាំពូជដាំដំណាំធ្វើចម្ការអីសពគ្រប់បែបយ៉ាងហ្នឹងត្រឹមតែរក្សាសិល5ហ្នឹងក៏ញោមទាំងអស់គ្នាជាពុទ្ធបរិស័ទជាកុហកហ្នឹងឈ្មោះតែញោមហ្នឹងគោរពបដិបត្តិនៅវិន័យដែរអញ្ចឹងមានតែសិល5ហ្នឹងទៅញាតិញោមពុទ្ធបរិស័ទហើយរស់នៅប្រកបដោយសេចក្តីសុខហើយកាលណាមានសិល5នេះមិនទៅបៀតបៀនអាយុជីវិតអ្នកដទៃប៉ះពាល់បៀតបៀនជីវិតអ្នកដទៃមនុស្សប្រកបជាបានសុខរស់នៅមិនទៅលួចឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃរស់នៅក្នុងស្រុកក្នុងភូមិប្រកបជារស់នៅបានសេចក្តីសុខរស់នៅក្នុងស្រុកក្នុងនិគមបរិយរដ្ឋរាជធានីឬក៏ក្នុងប្រទេសឃុំសង្កាត់ភូមិជាដើមរស់នៅដែលមិនទៅប៉ះពាល់ប្តីប្រពន្ធកូនអ្នកដទៃមនុស្សប្រកបជារស់នៅបាននៅសេចក្តីសុខហើយរស់នៅដោយមិនការភូតកុហកឆោបោកអ្នកដទៃប្រកបជាបានសេចក្តីសុខរស់នៅដោយមិនមានការសែបគ្រឿងសង្វឹងច្រើនឬក៏សែបគ្រឿងញៀនជាដើមហ្នឹងប្រកបជារស់នៅក្នុងស្រុកក្នុងជនបទឬក៏ទីកន្លែងណាហ្នឹងប្រកបជាបាននៅសេចក្តីសុខអានេះសិល5ហ្នឹងញោមជាវិន័យបើសិនជាយើងជាកុហកមានការគោរពបដិបត្តិនៅអង្គសិក្ខាបទឬក៏និច្ចសិលនឹងគ្រប់គ្នាទៅមនុស្សរស់នៅបានសុខហើយញោមសូម្បីតែអង្គការសហប្រជាជាតិក៏គេដាក់ថាសិល5ហ្នឹងគឺជាវិន័យក្រិតក្រមក្នុងពុទ្ធសាសនាដ៏ល្អច្បាប់ក្នុងពុទ្ធសាសនាហ្នឹងគោរពបានតែ5ហ្នឹងមនុស្សមិនចេះជាប់លេខ8ទេញោម
ប៉ុន្តែមនុស្សនឹងជាប់លេងវ័យមកពីអីតែមកពីដាច់សិល5ហ្នឹងហើយមិនបានទៅជាប់ចឹងចុះញោមបើមិនគោរពសិលទៅលួចឆក់ប្លន់អ្នកដតីញោមសពថ្ងៃហ្នឹងគឺតាមព័ត៌មានហ្នឹងក៏ច្រើនដែរចឹងត្រូវគេតាមត្រូវគេរមុខត្រូវគេចាប់ចងត្រូវគេវាយគេដំគេច្រំគេធាក់គេចាប់ដាក់ច្រវាក់លេខ8ហ្នឹងតាមខ្លួនហើយអាហ្នឹងដោយសារអីទៅលួចឆក់ប្លន់គេទៅកាប់សម្លាប់អាយុជីវិតអ្នកដតីអាហ្នឹងចឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងកាលណាដែលដាច់សិល5ហ្នឹងហើយអត់មានវិន័យអត់មានការគោរពអីហ្នឹងហើយប្រកាសជារស់នៅអត់ប្រកបដោយសេចក្តីសុខទេភ័យព្រួយបុកពោះរាល់ថ្ងៃហ្នឹងរស់នៅនឹងតាមអត់មានសេចក្តីសុខញាតិញោមប៉ុន្តែបើមានសិលគ្រប់គ្នាហ្នឹងទៅមានវិន័យហ្នឹងគ្រប់គ្នាទៅរស់នៅប្រកាសជាមិនទាស់គ្នាទេរស់នៅក្នុងស្រុកក៏ដោយក្នុងភូមិក៏ដោយក្នុងឃុំក៏ដោយប្រកាសជាបាននៅសេចក្តីសុខគ្រប់គ្នាហ្នឹងចឹងវិន័យរបស់ញាតិញោមដែលជាគរិវាដែលជាកុហកឬក៏ហៅថាជាអគារយៈវិន័យហ្នឹងមានប៉ុណ្ណឹងញាតិញោមឬក៏រក្សានៅកុសលកម្មរបស់10រក្សានៅកាយនៅវិចារនៅចិត្តអីជាដើមហ្នឹងកាយហ្នឹងក៏កុំយកកាយហ្នឹងទៅបៀតបៀនជីវិតអ្នកដទៃកុំយកកាយហ្នឹងទៅលួចទ្រព្យអ្នកដទៃឲ្យកាយនេះស្ថិតនៅក្នុងការប្រព្រឹត្តដោយកុសលធម៌អាហ្នឹងឈ្មោះថាយកកាយហ្នឹងប្រព្រឹត្តក្នុងកុសលធម៌មិនបៀតបៀនគេវាចាហ្នឹងក៏ចឹងដែរយើងសង្រួមក្នុងវាចាប្រព្រឹត្តនៅវាចាដ៏សុចរិតទៅហៅថាវជ័យសុចរិតពាក្យសម្ដីហ្នឹងឯងញោមបើញោមតាំងពីព្រឹកងើបពីគេមកងើបពីសម្រានមកអត់បានរកពុទ្ធោទេគិតតែជាបចោទេអានឹងអត់បានសុខទេតើតែយើងនឹងឯងយកវាចាហ្នឹងទៅពោលពាក្យសូត្រធម៌ស្មូតឬក៏ពោលអ្វីផ្សេងដែលមានប្រយោជន៍អប់រំអីជាដើមនេះវាចាសុចរិតវជ័យសុចរិតហ្នឹងញាតិញោមកុំយកពាក្យសម្ដីហ្នឹងទៅឆោបបោកកុហកភូតផលអ្នកដតីនិយាយសោកសៀកចាក់ដោតមួលបង្កាច់អ្នកដតីអាហ្នឹងអត់ប្រព្រឹត្តទៅនៅក្នុងកុសលនៅធម៌ទេឬក៏ហៅថាវជ័យសុចរិតទេមួយទៀតប្រពុតលោកឲ្យយើងហ្នឹងអប់រំចិត្តកុំចងអាឃាតជាបានជាមួយអ្នកដតីអានេះប្រព្រឹត្តប៉ុណ្ណេះទៅក៏ឈ្មោះតែយើងហ្នឹងមានវិន័យក្នុងខ្លួនដែរអប់រំនៅកាយមួយអប់រំនៅពាក្យសម្ដីវាចាហ្នឹងមួយអប់រំនៅផ្លូវចិត្តទៀតក៏យោងឈ្មោះថាជាអ្នកត្រត្រង់គោរពបដិបត្តិនៅវិន័យនេះផងដែរខ្ញុំបកករណានឹងឆ្លើយប៉ុណ្ណេះមិនដឹងជាគ្រប់មិនដឹងជាពេញមិនដឹងជាខ្វះខាតអីយ៉ាងណាទេសូមព្រះមហាកស្សបៈនិមន្តជ្រាបកណាបបោសរុបដោយខ្លីមកមានសិល5មានសិល8មានកម្មបទនឹងវិន័យញោមញាដែរឧបមាចេះមួយខ្លីទេញោមញាតមកវត្តអញ្ចឹងទៅវាបាត់ស្បែកជើងឬក៏គ្របចានស្រាក់រចុះរឡើងមិនឃើញទៅយកស្រាក់គេទៅមកដាក់នេះដូចត្រូវរបស់អញយកតម្រងទៅឬក៏ថាឃើញស្បែកជើងនេះបោះបាត់របស់អញហើយអានេះដូចត្រូវជើងអញដែរមើលលិចមើលកាត់គេមិនឃើញទេពាក់ទៅតម្រងទៅតើអានេះគាត់ដាច់សិលដែរឬអត់សូមឆ្លើយអន្តេបបិទ្ធព្រះមហាកស្សបៈទេបើគាត់មានចិត្តលួចមិនមែនជារបស់គាត់តែគាត់សោកទៅដាច់ទេញោមអានឹងប្រកាសជាដាច់ទេញោមជួយឆ្លើយមើលដាច់មិនដាច់មើលទៅណាញោមបោះប្រយងមួយតែដាច់សូមព្រះមហាកស្សបៈនិមន្តជ្រាបចុះបើគាត់ទៅផ្សារគាត់ទិញធូបទិញទៀនទិញទឹកដោះគោឲ្យលុយគេទៅត្រូវអាប់មកវិញតែ5000នេះគេច្រឡំអាប់10000មកគាត់ដឹងថាគេអាប់មកលើសដែរប៉ុន្តែអញមិនមែនលួចណាគេហុចឲ្យមកថាអញយកដាក់កប៉ាល់អញគ្មានបាបទេព្រោះគេមិនមែនអញមិនមែនលួចណាគេហុចមកតាអញដាក់កប៉ាល់យកឲ្យតែគាត់អត់បាបមែនទេអត់បើគាត់ឃើញគេអាប់លុយលើសហើយសូមឆ្លើយបើគេអាប់លុយលើសហើយគាត់មិនឲ្យគេវិញអានឹងគាត់សូកកប៉ាល់ទៅអានឹងតាច់ទេញោមបាបហើយប៉ុន្តែព្រះមហាកស្សបៈសង្ស័យថាធ្លាប់ទេមិនញោមបានចេញទៅលួលហ្នឹងព្រោះថាអត់ធ្លាប់ទៅបែរជាសួរមិនចេញទេញោមចឹងមានន័យថាគាត់ហ្នឹងបើមិនឲ្យគេវិញទេគាត់ដាក់ក្នុងកប៉ៅទៅគាត់ត្រឡប់ទៅផ្ទះហើយគាត់ដឹងខ្លួនថាលុយហ្នឹងគេអាប់លើហើយអាហ្នឹងដាច់សិលហើយញោមឈ្មោះថាលួចគេក៏ហក់គេហើយសូមព្រះមហាកស្សបៈនិមន្តជ្រាបអូអញ្ចឹងចុះបើគាត់ទៅទិញត្រីគាត់កាន់សិល8ហើយស្រាប់តែអានោះចាប់ទៅរស់ខ្វោកបង្រះ
độ đại tranh vinh cái số thay giấy do ấy mình do anh nâng giấy nâng thạc nhóm mình do tới vì rùa chẳng có bờ tài xã thay do lường chẳng cái đạp pho nhòa từ trước giấy tay xã ai tài xã chẳng mình ấy do anh nâng bà phải ót xâm lời lục nhiệt nhiều ơi nhiều nửa ca cao nâng lọt chua để ót lọt chua đá nhiều mày nâng lôi thằng mày thế nhiều anh ấy bơ xong rồi mất từ tam ông xịt hạ bót bà nà nâng bơ bơ quạt bật na trong ban nâng oi kia sùn lát trong ban tây nâng là nâng quạt bật cô đời ón tay chứ nhiều bà nà nâng chân quạt miền ba miền tu hay bơ quạt từ tinh tây nâng cười thấy nâng slap tay sạc sạp tế quạt tới nhà nâng miền ấy bơ quạt đáng trong ba nà mùi nu trường tay nông thì đặt phò một cái trờ nâng miền ấy vô miền ta tạch nâng ơi nè anh còn oi đôi dây thì rương dây rồi ma tiên sâu nó trong hồ cá đam đặt cá đam nông năng á nè vô tất cả một cua nâng kịp là thông thống từ prơ như tới lon năng nâng thọt từ tôi từ lung như tới anh nâng bia miền này thà có đời bà na nâng có đời ông nâng miền này thầu việt là các chất tán cứ cất nâng sầm lạc sạt núi chân bia đây là mẹ nắng sạt sạt để cam chi dương nó ở nâng có chia miền bắc miền tô đi nhom cả na nó chloi và nâng để cho prema ca sập bạc xong đi muốn chia cần chẳng nó anh nông lư cái tha đã năng đã spin ở việt long đầm tật ấy pu anh thơ bạp anh thế anh long spin nâng ở rùa chứ anh nam bên này say long rùa chứ tôi việc cái đau trường chùm hai tất cả đau vì mình thì chụp ấy biết lẹ plong anh mình phải lập anh ná anh đã mà bị long rồi cầm bảo anh đã kruông tới anh bên đây kháng long rồi anh thông trên kế đã bị đong lực mà đã mà xa tiệt thì bầm phát chê tần ná và bị chồng hay cho dây bị ta mà đón mau bị sál đa cắt viền sài hàng cào tới sập từ mà chịu sài nông lục có lưng ngước cho khai cái đặc khai miệng che rình tật nó không ngồi là cơm ta nó đã cút coi đã khao chỉ cái đôi khao liệm mình nó nhóm coi bọc tới lìa khao nó là lo chân mà xa cho làng nói liệm khao nó màu vinh tới mùi bẩy chua mùi xếp tay đây cái con cái chóp nam con mùi chỉ cái khao nó ngọ còn phải chân nhưng mà chua hay còn tục nơi nông còn tục nơi nông hay còn chua bẩy cái chua sẽ đào mà đò tè hai con ôn từ do để cái thích lịch bạt đây lịch na xe dương cào núng lạnh đào mà ăn môi núng nơi tận nóng á cái chóp nam ấy để cái cồn nó đào vâng móc khơi để cái chóp nam ngược móc rồi ngục ý phục ảnh được ỏi phơi mò chứ nghe tại vì nãy lên chẳng mong ta bữa ta nâng quạt phơi chẳng quạt đạch sal đài ọt có chị ta chứ nhiều ta nhiều ta chơi của con miền chất chế tận á trong hồ tây từ lẽ tại kê từ lẽ bài trường nó tục lại đây miền này tại chất con nó clear này nhớ đời chân hay miền là đâu bị thi xa chân mô bị quạt mô bị xa lấy thì tao miền tới cười tất sai nó có cung được quay khoạc nâng ấy cứ trong bàn tây nâng hồ đây chân miền là đâu bị thi chân người cao ở phía chất bọc con này để trong bàn tây nâng thì chân ta cô nó mò khơi tới là nâng còn từ với nó còn đam bài từ dùng tục đang ngày ngay như ngày này bố gì ngon thì mấy ta đam bài tục chấn trăm mà ngay ta cô nó bị sai rồi tia với nó đang ngày ngay như ấy ngay bao quạt mền tây một thằng bao ngồi chắc là đáng biết có đôi ông này bà nà nó cứ tại sở miền bà miền tù hơi sâu prem hà ca sở bạn thì nguồn chia kana yol menten đăng menten xóm xu mà sân nua tiết giấy thì ngay bon khmau ao mà đai ao giờ bốc ao chỉ đồn ta ngày nắng côn chơi từng o khnia nắng cua tay sma tiên sal pram rư có côn chơi nắng cua ta phát đạch sal pram thơ bon khmau ao mai ao nắng bon tẹt cái nan nô tiên phẩm pal ngay cái đôi mà rồi ngay cái đôi dương chỉ côn nắng cua tay ra xa sal pram nắng rư có cua ta phát đạch sal pram là mong nắng ngày nắng đạm mà rồi cái nó mong ai có ở mạch mưa sông ni môn trời ta sát biệt cho năng hang sót va mà ha ca spai nè
បបិទ្ធព្រះអរិយកាសពជាអង្គម្ចាស់ដ៏មានវាទៈប្រកែស្រួលក្នុងថ្ងៃកិច្ចកម្មវិធីបុណ្យអ្វីក៏ដោយម្ចាស់ដើមទានប្រធានផ្ដើមកុសលហ្នឹងក៏ត្រូវតែធ្វើកិច្ចសមាទានហ្នឹងទោះបីជាបានវែងក៏ដោយបានខ្លីក៏ដោយញោមត្រូវតែសមាទានមុននឹងវិបកិនមុននឹងចម្រើនព្រះបរិត្តមុននឹងស្ដាប់ធម៌អីជាដើមយោម្ចាស់ហ្នឹងគាត់តែងតែដឹកនាំឲ្យម្ចាស់ដើមទានប្រធានផ្ដើមបុណ្យហ្នឹងសមាទានសិលប៉ុន្តែសមាទានថ្ងៃហ្នឹងទៅស្អែកចប់បុណ្យដាក់ប្រមាណកែក៏ដាក់ទៅប៉ុន្តែកំឡុងពេលដែលម្ចាស់បុណ្យហ្នឹងគាត់ធ្វើបុណ្យហ្នឹងមុនវិមុនប្រគេនមុនទៅហ្នឹងគាត់មានសិលហើយយកមកពេលហ្នឹងសិល1ម៉ោងក៏ដោយ2ម៉ោងក៏ដោយឬក៏មួយថ្ងៃ2ថ្ងៃក៏ដោយមួយយប់ក៏ដោយប៉ុន្តែពេលហ្នឹងគាត់បានសមាទានសិលគាត់បានសិលហើយសិលក្នុងខ្លួនប៉ុន្តែដល់ពេលចប់បុណ្យទៅគាត់ជួបលៀងប្រមាណកែអានឹងជារឿងផ្សេងមួយទៅប៉ុន្តែមុននឹងធ្វើបុណ្យហ្នឹងត្រូវតែបានសមាទានសិលដើម្បីឲ្យបរិសុទ្ធល្អដើម្បីឲ្យស្អាតដោយកាយវាចាចិត្តនេះប្រគេនឬក៏ទិសទៅម៉ែឪដែលគាត់ស្លាប់ទៅហ្នឹងគាត់បានត្រេកអរជាមួយនឹងកូនជាមួយនឹងគ្រួសារដែលគាត់មានសិលក្នុងគណៈពេលដែលធ្វើបុណ្យហ្នឹងខ្ញុំករណីឆ្លើយប្រគេនប៉ុណ្ណេះត្រូវឬខុសសូមព្រះមហាកាសបៈនិមន្តជ្រាបហើយញោមញាតប្រហែលជាស្ដាប់យល់ហើយដើម្បីឧទ្ទិសកុសលដល់ខ្មោចម៉ែខ្មោចឪបានតលកូនមានសិលសិនញោមណាអញ្ចឹងវិន័យនេះសំខាន់បានជាយកមកសម្ដែងខាងដើមវិន័យនឹងសំខាន់តើអត់វិន័យធ្វើបុណ្យឧទ្ទិសឲ្យម៉ែឪអត់បានទេអស់រាប់រយរាប់ពាន់ដុល្លារនោះឆ្ងាញ់តែមាត់អ្នកនៅរស់ទេអត់បានដល់អ្នកស្លាប់ទេបើអ្នកម្ចាស់បុណ្យកូនចៅគ្មានសិលណោះថ្ងៃកាន់ថ្ងៃបុណ្យហ្នឹងគឺថ្ងៃកាន់សិល365ថ្ងៃក្នុងមួយឆ្នាំយើងអត់ដែលបានកាន់សិលទេសូមឲ្យកាន់តែមួយថ្ងៃបុណ្យឲ្យម៉ែឪហ្នឹងហើយមិនក៏ធ្វើខុសនាំគ្នាថ្ងៃហ្នឹងទៅផ្ដាច់សិលចោលអស់កាន់សិលមួយថ្ងៃហ្នឹងទៅចាំផុតពីថ្ងៃហ្នឹងធ្វើអីក៏ធ្វើទៅ100 200កេះអីអ្វីក៏ដោយអាត្មាអត់ថាទេប៉ុន្តែថ្ងៃបុណ្យសូមកាន់សិលសិនព្រោះកុំឲ្យអស់រាប់ពាន់ម៉ឺនដុល្លារហើយអត់បានដល់ខ្មោចម៉ែខ្មោចឪការចូលប្រគេនប្រសង់ដើម្បីឧទ្ទិសទៅក៏មានក្នុងវិន័យកុំឲ្យឆ្ងាយពេកឲ្យមហាត់មកចំអាមពីមុខលោកក៏គោរពទៅតាមវិន័យហើយសមាទានសិលឲ្យចូលប្រគេនឲ្យឧទ្ទិសទៅអញ្ចឹងវិន័យសំខាន់ណាញោមបើអត់វិន័យទេបើអត់សិលទេធ្វើបុណ្យឧទ្ទិសទៅខ្មោចម៉ែឲ្យអត់ទទួលបានទេណាញោមណាឥឡូវដោយសារពេលវេលាយើងព្រះសូត្រព្រះសតន្ត3ដកគឺនៅរងចាំបន្តទៀតអញ្ចឹងព្រះវិន័យ3ដកហ្នឹងគឺប៉ុណ្ណេះទៅចោះយើងបន្តពីព្រះវិន័យ3ដកទៅចាំយើងទៅស្ដាប់ប្រសូតម្ដងឥឡូវព្រះឧបាលីបានឆ្លើយព្រះវិន័យឃើញថាពិរោះពិសាគួរនឹងចូលចិត្តស្ដាប់ហើយបន្ទាប់ពីព្រះវិន័យនេះទៅញោមញាតបានធ្វើបុណ្យចម្រើនបច្ចុប្បន្ននិងពុទ្ធាពិសេសចម្រើនបច្ចុប្បន្នធ្វើឲ្យអាយុនឹងឲ្យបានច្រើនកុំឲ្យឆាប់ស្លាប់ណាញោមណាធ្វើដោយហេតុ3យ៉ាងស្រោចទឹកជូនបាយទឹកនំចំណីសុំទោសគេឲ្យឈ្មោះថាជីវិតមហកិច្ចជីវិតមហកម្មនិមន្តប្រសង់មកចម្រើនព្រះបរិត្តឲ្យស្ដាប់គេហៅថាអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មយើងคลายខ្លួនជាឧបាសកឧបាសិកាទទួលសិលទទួលត្រៃសរណគមទៅคลายជាកូនព្រះខ្មោចព្រាយអមនុស្សណាចង់បៀតបៀនយកជីវិតយើងវាលែងហ៊ានយកហើយវាដកថយទៅវិញបាយទឹកញោមញាតពិសាចាជូនភេសជ្ជៈញោមញាតពិសាឲ្យជីវិតគេរស់ហៅថាអនុបទានកិច្ចអនុបទានកម្មមានន័យថាបើយើងជួយគេគេជួយយើងឧបមាឃើញគេលងទឹកយើងជួយស្រង់ឃើញគេខ្យល់កយើងជួយសង្គ្រោះឃើញគេអត់បាយយើងជួយសង្គ្រោះគេឲ្យបាយគេហូបឃើញគេឈឺយើងជួយគេឲ្យជាស្រាប់តែខ្លួនយើងឯណែពេលមានភ័យអាសន្នអន់ក្រចេះតែមានគេជួយឲ្យរស់ទល់ថ្ងៃនេះបើសិនជាញោមគ្មានបន់ទេម្លេះស្លាប់តាំងពីសម័យបារាំងម្លេះស្លាប់តាំងពីសម័យក្របផ្លោងម្លេះស្លាប់តាំងពីសម័យប៉ុលពតម្លេះស្លាប់តាំងពីសម័យអាសន្នរោគម្លេះស្លាប់តាំងពីសម័យកូវីដគេស្លាប់អស់រាប់លានអ្នកឲ្យឯងមិនព្រមស្លាប់គេសងនៅរស់ទល់ថ្ងៃហ្នឹង
ท่านดังหายเมาไปยืงเมียนบนกุศลตรตรงทลอบช่วยเก้ช่วยยืงหายทานนุปเตียนกัจนุปเตียนกรรมบ้านที่จำรานประจุนมวยได้เกถือถ้วยจิงหันประเคนประซองจุนยตาฮบเอากอดเมียนอายุเวงเอายืงบ้านอายุเวงได้ขนมตีนี่สองคนดอลลูกเย่ตั้งปีพองสองคนดอลเปรียกครูได้จิครูอุปเชียเยจ้าทลอบปังหัดทลอบปังเรียนหรือก็ยังจัดตกทัชิครูเนี่ยนาก็ได้เอาแต่นายนอมยังสมใบมามัดท่านเนี่ยเอ้ยโจรสาสัลนี่นอมแต่การทานซัวนอมบานสกได้ซอกนอมไอ้บานทานตะเปียนบ่โดยชนะหายไทยรสาสัลนู้ไอ้สะอาดบ่ได้สดกับไอ้สั่งมองลอยนั่นเนี่ยก่อนแต่ปนนั่งไอ้ชิครูมาชีวิตบาดหายโลกก็ชิครูยังได้โลกเมียนคุณสมบัติปุ่มเปิลยางเปะยาวโลกจิตีสลันปีโปรโลกมันเรือท่านเนี่ยเมียนเนี่ยครอเต้เพียเวนโยลูกคู่อ้อยสาวปิตัดเจ็ดลูกคอมเละบองสกได้ศพตอละคล้วนมาทือเชียประซองสำหรับมนุษย์ตูตื้มมันสำหรับนามันเนี่ยเพียเวนโยลูกนางไอเชียบกลมวยกูเอายืงนางสบายริเรียนะคือทาเมียนคนสมบัติละอ้อกูเอากรบกูเอาเกาแกรงวัดตาโลกบานปูลปีอบรมยืงโดยไปใช้กระเตศอบแบบยางรออุติหองเงี้ยยลมาเป็นยลยืงวัชนะขมาวโลกเจ้าอดทนนังเปียสำได้เก่งยัยดามเก่งยัยยั่วยงยัยเปียมันละอดื้อดองเดียมดามไม่จะได้โลกเจ้าอดทั้งหมดโกนเกโกนยืงโกนเกแม่เกแม่กินในแต่ปะบะโกนเกมวยซ้อมแม่คลาดละอูถ้าปะบะปะได้ปะบะเอาปรุมาโกนประกาศการปิศาจท้องในแต่ปะบะเจ้าตะมอมไอ้แมนโกนประกาศท้องเมนตึงไงไอ้ยัยมาละให้ลูกอดทั้งหมดนังเปียสำได้สอบแบบย่างนั่งอ่ะไอ้บานวัชนะขมาวลูกอดทั้งหมดนังเปียสำได้ให้มวยเตี้ยลูกหายทักแก้มพีรังกระตังกระตาลูกตายแต่ปูเปียนาได้เมียนจุมรือขนมกาอบรมเอาซะนั่งเงยระลึกเงยฉับนึกคืนโนอัฐานเนนเยเจเตลูกสวายโรจำเนดังแต่ลูกเมียนให้มันกำนันเตปังหัดปังเรียนดอลซะปังหัดปังเรียนดอลครูเชียปังหัดปังเรียนดอลโยมเชียวบาสเอาบาสิกาเบิกขนมเนียมเชียซะแต่วิญโซวันนี้ตั้งวันนี้เตขนมเนียมเชียปิเขาซองเชียซามันเนลูกอบรมตูเมียนละอ้อโซกะแหตั้งเกียหาเป็นเตคือโลกบานปังเรียนไม่เรียนได้ละอ้อดอลซะมันเอาตูเมียนละอ้อเอาวินัยละอ้ออบรมเอาอาวาสละอ้อเลือกตีปีนี้คือปังเรียนจำแนกวิเชียนละอ้อดอลซะอย่างเมื่อใครได้มาตามมาเจโซปาร์เยตอนเตะยัยแต่ซาซะในขนมจะนมจะเนาไม่สัตซะนั่งละอ้อกาเปียซะมันยัยดามซะที่เมนซะที่ยัยดามครูกำรอนยัยดามซะนะให้bên nâng mốc ta nên anh chưa chắc mà na cái ao cô nên anh chưa cho bạn đã phát tao này nhiều mà nên nó ngả xa nó nè nên nó cái nè nên nó lõ nè này lõ mình ten nè chẳng á sắp pe tạ một tăng sầm mắc khai no phở von tệโลกนั่งเองคือจำแนกวิเชียแต่โลกบานเรียนมาให้โลกมันเละมันเลี่ยมเตะเอาแต่เน้นน่าจ้องใจโลกใจนั่งไอ้ไปสมัยปีดาวนะโยมก็ทั่วสลาเรียนนักน้องแต่วัดจบหรือบองวัดคือครูเนี่ยไปเรียนนะคือประซองนะการปีมตอนเมียนกระทรวงทอมในกระทรวงอบรมไอ้นั่งปีสมัยดำประซองนั่งไอ้เนี่ยเพิ่งเรียนโกนซะบานเจมาสอบขมายสลาเห็นวัดในจบគ្នាนั่งปีดำประซองนั่งชิครูเพิ่งหัดเพิ่งเรียนตอนละเมียนกระทรวงอบรมดังตาบานประซองรวยคล้วนนะปนนันแต่มันรวยจะในแต่ตามอบรมช่วยทั่ววัดเอาศาสนาในโดยขนมเป็นยังมาวัดปรำประมวยรอยเนี่ยเอาแต่ในศาสนาในเอาช่วยติดกัดปะทอยเด้งจูลเตะจูลเกกัดปะทอยใบตึกโลกบานใจไอ้คลาจังประซองเมียนตัวในที่สำคัญชีครูระโหดจังงานโยมเมื่อกันนะให้มวยติดตือซาโซประตานั่งกระรอนเตะตือกระไลนาได้เบิกเคยเก่งยัยอยากกรอบพิเศษคล้วนไอ้เนี่ยโอ้ยยัยไปจันมุกกาเปียเนี่ยตามเป็นแมนจังไงจังรอแฮดพอลกาเปียจังโลกเมียนคนบำนัดชีครูสำหรับปิโคสองไอ้ครูสำหรับเหยียดโยมไม่นอตือเว้นเนี่ยโลกหายถามวยนั้นก็หายแต่ป้าในวีเรนเตะช่วยนายน้อมโยมก็มาเอาถือปืบาปโยมมอยเนี่ยมาถือบอลถือเพลย์ถือสเปียนสลาเรียนถือละออนะโยมนะก็เลยยันในนิเวียเซนเตะดักน้อมโยมยึดเอาถือตั้มปืละออมปืบอลปืกระสอบดักน้อมไปเก็บปีบาปให้เอามาถือปืกระสอบให้มวยติดนั้นคือท่าก็เลยยันในเนี่ยแม่เนี่ยซาคือท่าดักน้อมโยมยึดโดยถือจิก็เลยยันเนี่ยมัดเชียร์ปีแซ่นั่งโลกธนะปูธนะเทียบโลกอดประกันเนี่ยเมียเนี่ยกรอมันประกันโลกธนะมาสำเนสำนาจะมวยเย่ยมวยตาทุนระเบียบโดยสนัดสนาจังอ่ะให้มวยติดเกี่ยหายท่าอะสดตั้งเวซาเวนเตโลกนายนอมทอนะได้โยมมันได้บานสดับเอาดังเรื่องนายโยมมันได้ดังในเตียนเอาสดับ
មួយទៀតសុតាំងបរិយោតបេតិញោមញាតធ្លាប់ចេះដឹងឲ្យលោកខំនិទានធម៌នឹងឲ្យត្រួតថែមឲ្យងាយចាំកុំឲ្យភ្លេចតទៅទៀតហើយមួយទៀតគេហៅថាសក្គាំងមគ្គគាំងអចកតិលោកប្រាប់ពិធីទៅឋានសួគ៌បានណាដោយថាញោមមើលញោមឯងមិនបានមកវត្តទេញោមឯងពង្រើម៉ែទៅពង្រើឪទៅណាញោមដាំទឹកជូនគាត់ធ្វើល្អទៅណែនឹងបានបនណែអញ្ចឹងលោកមានគុណសម្បត្តិជាគ្រូរបស់កុហកត្រង់តែហ្នឹងឯយើងជាកុហកវិញណាបច្ចុប្បន្ននេអ្នកយើងជាកូនសិស្សវិញនេះបច្ចុប្បន្ននេអ្នកឃើញលោកមកយើងនេះងើបឈរទទួលលោកស្ពះលោកគោរពលោកណាញោមណាហើយសរសាយៈស្ដាប់ពាក្យព្រានបដៅលោកដោយគោរពអញ្ចឹងទៅណាលោកថាមិនក៏ដោយបើអត់ថានេអ្នកក្រោកទទួលបច្ចុកមនេអ្នកគឺគោរពណែជូនដំណើរលោកនមស្ការថ្វាយអង្គមលោកអញ្ចឹងទៅហើយមួយទៀតគឺថាចូលបំរើតាមពេលតាមវេលាគេហៅថាបរិច្ចារិយាយៈនេះគឺថាពេលណាក៏បានដែរបង្រើទៅហើយបើគេហៅមួយទៀតគេហៅថាបច្ចុប្បន្ននេះអ្នកហ្នឹងមានពេលដាក់វេនគ្នាម្ដងតានេះម្ដងតានោះពេលដែលលោកចាស់ទៅអញ្ចឹងមកហើយមួយទៀតគេហៅថាសកច្ចាំងសពកហនេអ្នកស្ដាប់ពាក្យព្រានបដៅរបស់លោកយកមកអនុវត្តដោយគោរពជាពិសេសថ្វាយអង្គមទិសខាងត្បូងគឺទិសគ្រូអាចារ្យថ្វាយអង្គមទិសខាងកើតគឺទិសមេត្តាបៃតាមានន័យថាបើម៉ែឪនៅរស់ធ្វើបន់ជូនគាត់ចម្រើនបញ្ជូនគូនចាត់ចិញ្ចឹមគាត់ហើយបើគាត់ស្លាប់ធ្វើបន់ឧទ្ទិសជូនគាត់នេះទិសខាងកើតចុះទិសខាងត្បូងមានន័យថាបើលោកគ្រូនៅរស់ទំនុកបំរុងជូនលោកគ្រូធ្វើបន់ជូនលោកគ្រូហើយបើលោកសគត់ទៅហើយឧទ្ទិសកុសលផលបន់ទៅទិសខាងលិចជាបុត្រភរិយាទិសខាងជើងគឺជាមិត្តសម្លាញ់ទិសខាងលើជាសាមណៈព្រាហ្មណ៍បើគោរពលោកជាសាមណៈព្រាហ្មណ៍ក៏យើងត្រូវតែដើរតួនាទីធ្វើឲ្យលោកចឹងដែរទិសខាងក្រោមជាទិសសកម្មករដូច្នេះបន់ចម្រើនបញ្ជូនជូនដល់លោកយាយទាំងពីរហើយនឹងលោកគ្រូសន្មតថាប៉ុណ្ណេះអរតនីបនិកថាទាំង4ព្រះអង្គកាលណាបើលោកស្វាតជាយប្រសូតណែសួរសំណួរនៅប្រសូតណែព្រះវិន័យចប់ហើយបនិកថាទាំង4ព្រះអង្គមិនលងឡើយនឹងផ្ទៀងផ្ទាត់នៅព្រះវិន័យបីដកនោះឡើងវិញឲ្យព្រមគ្នាឥឡូវក្នុងទីនេះបនិកថាទាំង4នឹងត្រៀមស្វាតជាយនៅព្រះវិន័យបីដកតាមបែបសង្ខេបឲ្យយាយតាពុទ្ធបរិស័ទស្ដាប់បានកក្រឹកកក្រែងដូចញាក់លេងទឹកទៅអងសូមរតនីนะโมตัสสะ
មេក្រូទៅលោកមួយទៀតទៅមេក្រូខ្មែរមួយទៅលោកមួយទៀតឲ្យអាខ្មែរទៅលោកមួយទៀតដែរចប់ខ្សែដែរពីជាប់ខ្សែមិនអត់ទេអាខ្មែរខ្មែរពុកបាច់ណានៅគ្នាទេលើគ្នាលើទៅដល់ថ្ងៃណាលោកបានជួយគ្នាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរាយជាតិថ្កាំងថ្កានវប្បធម៌ជាដួងប្រលឹងជាតិដើម្បីថែរក្សាជាតិខ្មែរឲ្យគង់វង្សស្ថិតនៅបានតលតែថែរក្សាប្រលឹងរបស់ជាតិនេះផងប្រលឹងរបស់ជាតិខ្មែរគឺវប្បធម៌របស់ខ្មែរបើបាត់វប្បធម៌ខ្មែរឃើញតែមនុស្សដូចគេដែរប៉ុន្តែមិនដឹងថាជនជាតិណាឲ្យប្រកបទេដើរទៅប្រទេសគេភូមាឥណ្ឌាលង្កានេប៉ាល់សំបីពួកទី3ពួកកូរ៉េពួកចិនជប៉ុនក៏មានវិធីសូត្រទៅតាមបែបប្រពៃណីគេឥណ្ឌាលង្កាភូមាក៏គេសូត្រទៅតាមប្រពៃណីគេដែរដូច្នេះហើយសម័យមនុស្សជន់ដីឋានប្រច័នសម័យកុំព្យូទ័រហើយប្រគុណម្ចាស់គ្រប់ព្រះអង្គនៅតែខំថែរក្សាប្រពៃណីវប្បធម៌បុរាណនេះទៀតទោះបីមនុស្សមួយចំនួនរិះគន់ក៏ដោយក៏ព្រះអង្គខ្លាចបាត់នាំគ្នាសិក្សារៀនសូត្រចេះចាំយកមកសូត្រឲ្យញោមនេះឈ្មោះថាអ្នករក្សាវប្បធម៌មួយដែរណាញោមហើយបើសិនជាយើងគិតមើលនៅមិនច្រើនទេនៅតិចទេបើសិនជាយើងចេះតែកវាត់ចោលជំនឿនេះកវាត់ចោលវប្បធម៌នោះទីបំផុតអស់លែងមានអ្នកចេះសូត្រទេប៉ុន្តែប្រទេសគេនៅមានចេះទាំងអស់ប្រទេសឥណ្ឌាប្រទេសភូមាប្រទេសស្រីលង្កាប្រទេសថៃគេនៅចេះរក្សាសូត្រវប្បធម៌គេទាំងអស់ចុះខ្មែរយើងមិនក៏ចេះតែនាំគ្នាបោះបង់វប្បធម៌ឯងចោលទៅចាប់យកវប្បធម៌គេតាំងពីបនចូលឆ្នាំគេបនសាសនាគេបនជំនឿគេឲ្យភ្លុកទឹកភ្លុកដីដល់តែបនឯងមៀកបូជាពិសាបូជាអីយូរលែងខ្វល់លែងគិតអស់អានឹងហើយបោះបង់វប្បធម៌ឯងទៅចាប់វប្បធម៌គេខ្លួនយើងប្រៀបដូចទីងមងរំឆាយ៉ាំអញ្ចឹងតើមនុស្សចូលទៅបានចេះរំយ៉ាងណាមិញយើងកុំទៅយកព្រលឹងគេមកដាក់ខ្លួនអីយើងមានព្រលឹងហើយថែរក្សាព្រលឹងយើងទៅណាញោមណាបើយើងអត់មានព្រលឹងដាក់យកព្រលឹងគេមកដាក់ប្រៀបដូចយើងទីងមងរំឆាយ៉ាំអញ្ចឹងអត់មានព្រលឹងសោះតើមានព្រលឹងគេមកចូលបានចេះ
ចឹងហើយប្រគុណហើយអប្រគុណណាស់ហ៊ីហូមិននឹងបើឲ្យអាត្មាទៅសោតមិនចេះទេញោមមកញោមចេះសោតទេអត់ហើយបើលោកមិនថែអាសាទេ10 20ឆ្នាំទៀតលែងមានអ្នកចេះបាត់ហើយបាត់ព្រលឹងបដើហើយអាត្មាដើរបនប្រមាណឆ្នាំមិនដែលឃើញកន្លែងណាចាក់ជេកទេណាតែឃើញហ្នឹងកាលពី5 6ឆ្នាំមុនធ្លាប់ឃើញនៅគៀនស្វាយនិងនៅបាត់ដំបងឥឡូវសម័យក្រោយ5ឆ្នាំចុងក្រោយនេះមិនដែលឃើញទេទើបថ្ងៃនេះឃើញចាក់ជេកហើយចាក់ជេកនេះបើមិនបង្រៀនដល់ក្មេងជំនាន់ក្រោយទេក្មេងជំនាន់ក្រោយលែងចេះអាត្មាបញ្យលគេអស់4 5នាក់ហើយគេមកសួរអាត្មាថាអាម៉េចអាក្បាច់ចាក់ជែកហ្នឹងគេមិនដែលឃើញអាត្មាថាអូជំនាន់មុនមានគេចាក់ជែកហើយជំនាន់ឥឡូវស្រាប់តែលែងចេះចាក់ជែកគេលែងស្គាល់គេលែងដឹងឥឡូវថ្ងៃនេះឃើញខ្ញុំមើលក្បាច់ចាក់ជែកហ្នឹងក៏ជាបុរាណរបស់យើងមួយដែរបើថែអាសាបានដូចយើងថែអាសាប្រាសាទអង្គរវត្តដែរណាញោមណាអរប្រគុណណាស់ប្រគេនពរនាគកថែទាំង4ព្រះអង្គឲ្យសាងភ្នោះបួសរហូតកុំឲ្យសឹកអីបង្រៀនដល់កូនចៅឲ្យចេះឲ្យបានច្រើនកុំឲ្យបាត់វប្បធម៌យើងអរគុណព្រះសង្ឃវត្តសិរីមង្គលអរគុណអាចារ្យវត្តសិរីមង្គលដែលម្ចាស់ទានប្រធានបុណ្យដឹកនាំឲ្យមានកម្មវិធីសង្ឃាយនានេះឡើងវិញបើមិនដឹកនាំទេកាន់តែបាត់ទៅក្មេងក្រោយលែងស្គាល់ហើយមិនដឹងថាសង្ឃាយនានឹងអាម៉េចទេដូច្នេះហើយថ្ងៃនេះណែព្រះនាគកថែទាំង4បានបញ្ចប់នៅបទព្រះវិន័យហើយចាប់ពីនេះតទៅព្រះសូត្រ